រឿងធម្មឹកបណ្ឌិតរាជក្នុងអតីតកាលមានព្រះរាជាមួយអង្គព្រះនាមព្រះបាទធម្មឹកបណ្ឌិតគ្រងរាជសម្បត្តិនៅក្រុងពារាណសីទ្រង់សពប្រតិក្នុងកិច្ចបរិច្ចាគទានជានិច្ចទ្រង់ឲ្យសាងមណ្ឌពប្រដាប់ដោយគ្រឿងអលង្ការផ្សេងជាទីសម្រាប់ថ្វាយទានដល់ព្រះពុទ្ធជាម្ចាស់ព្រមទាំងព្រះភិក្ខុសង្ឃក្រោយផុតកិច្ចទ្រង់បានធ្វើសក្ការៈបូជាមានកម្រងផ្កានិងគុណពិដោផ្សេងទ្រង់នមស្ការព្រះទសពលហើយតាំងសេចក្តីប្រាថ្នាថាដោយអំណាចនៃការបរិច្ចាគនេះសូមឲ្យបានជាបច្ច័យនៃសព្វញ្ញូតញ្ញាណតទៅអនាគតកាលក្រោយការបរិច្ចាគមហាទាននេះសេចក្តីអស្ចារ្យផ្សេងក៏កើតឡើងក្រឡាមហាប្រតិពីកម្រើកញាប់ញ័រភ្លៀងពុំជួរកាលបង្អោភ្លៀងព្រើធ្លាក់ចុះមកមហាសមុទ្របណ្ដាលកើតជារលកធំក៏ក្រាំងក៏ក្រែងមហាមេឃបញ្ចេញភ្លេចបន្ទោភ្លឺប្រងព្រាយពេញផ្ទៃអាកាសគ្រានោះព្រះឥន្ទ្រាធិរាជស្ដេចគង់ក្នុងវិមានទិព្វប្រដាប់ដោយរតនៈ7ប្រការស្ដេចចុះពីឋានត្រៃត្រឹងអណ្ដែតត្រសែតមកស្ថិតនៅខាងមុខមណ្ឌពដែលជាទីបរិច្ចាគទាននៃព្រះបាទធម្មឹកបណ្ឌិតរាជនាក្រុងពារាណសីសកទេវរាជទ្រង់បានអនុមោទនាទានបារមីនៃមហាក្សត្រហើយទ្រង់បានទទួលអញ្ជើញព្រះមហាក្សត្រឲ្យឡើងគង់ក្នុងទិព្វវិមានរបស់ព្រះអង្គព្រះបាទធម្មឹកបណ្ឌិតរាជទ្រង់មានព្រះទ័យសោមនស្សរីករាយដោយទ្រង់ត្រេះរិះថាឋានទេវលោកពីមុនមកអញមិនដែលបានឃើញសោះគួរអញទៅទស្សនានៅគ្រានេះជាមួយនឹងព្រះឥន្ទ្រាធិរាជទើបត្រាស់បញ្ជានឹងអាមាត្យជាធំរបស់ទ្រង់ថាចូលអ្នកថែរក្សាស្រុកទេសជំនួសយើងទម្រាំតែយើងត្រឡប់មកវិញព្រះឥន្ទសម្ដែងរិទ្ធហោះឈានទាំងទិព្វវិមានឡើងទៅដល់ឋានត្រៃត្រឹងទ្រង់អញ្ជើញឲ្យស្ដេចគង់លើអាសនៈទិព្វប្រដាប់លម្អដោយរតនៈ7ប្រការព្រះបាទធម្មឹកបណ្ឌិតរាជទ្រង់បានទតឃើញវិមានទេវតាទាំងឡាយគួរឲ្យស្ងើចគួរឲ្យអស្ចារ្យក្រៃពេកទើបទ្រង់មានព្រះបន្ទូលសួរព្រះឥន្ទ្រាធិរាជអំពីបុព្វកម្មនៃទេវតាទាំងនោះសកទេវរាជទ្រង់ត្រាស់ថាទេវតាទាំងនោះពួកខ្លះកាលនៅជាមនុស្សលោកបានកសាងកុសលផ្សេងគ្នាខ្លះកសាងព្រះពុទ្ធរូបខ្លះកសាងព្រះចេតិយខ្លះសាងវិហារសាលាដ៏វិចិត្រដោយពិដានជីកស្រះជីកអណ្ដូងទឹកដាំដើមពោធិព្រឹក្សហើយបានមកកើតក្នុងឋានសួគ៌នេះមានរតនវិមានផ្សេងជាលំនៅពួកខ្លះកាលជាតិជាមនុស្សបានធ្វើកុសលគឺសង់ស្ពានប្រគេនភោជនាហារដល់ព្រះភិក្ខុសង្ឃធ្វើទង់ឆ័ត្រធ្វើប្រទីបជ្វាលាបូជាព្រះត្រៃរតន៍ទើបបានរតនវិមានដូច្នេះជាដើមព្រះឥន្ទ្រាធិរាជទ្រង់បានសម្ដែងរតនវិមានដ៏វិចិត្រផ្សេងព្រមទាំងបុព្វកម្មរបស់ទេវតាជាម្ចាស់វិមានហើយទ្រង់អញ្ជើញឲ្យស្ដេចទៅចូលក្នុងព្រះរាជមន្ទីរហើយទ្រង់បានចាត់ចែងសម្បត្តិទិព្វក្នុងឋានសួគ៌ថ្វាយព្រះបាទធម្មឹកបណ្ឌិតរាជពាក់កណ្ដាលទ្រង់មិនព្រមទទួលព្រះអំណោយដ៏សប្បុរសរបស់ព្រះឥន្ទ្រាធិរាជដោយទ្រង់អាងហេតុផលថាសម្បត្តិដែលកើតឡើងដោយបុណ្យអ្នកដទៃមានឧបមាដោយសម្បត្តិដែលខ្ចីគេនៅទីបំផុតព្រះបាទធម្មឹកបណ្ឌិតរាជទ្រង់ទូលលាព្រះឥន្ទ្រាធិរាជត្រឡប់មកកាន់ឋានមនុស្សលោកវិញព្រះអមរិន្ទទេវរាជទ្រង់បញ្ជាឲ្យយកវេជ្ជយន្តរាជរដ្ឋឲ្យស្ដេចឡើងគង់ទ្រង់នាំស្ដេចមកដោយអាកាសវិថីសម្ដៅក្រុងពារាណសីចតជិតទ្វារព្រះរាជវាំងទិសខាងកើតហើយព្រះបាទធម្មឹកបណ្ឌិតរាជទ្រង់យាងចូលទៅក្នុងព្រះរាជមន្ទីរព្រះឥន្ទទ្រង់លាត្រឡប់ទៅឋានវិមានរបស់ព្រះអង្គវិញប្រជារាស្ត្រនគរពារាណសីបានដឹងថាស្ដេចត្រឡប់មកពីឋានទេវលោកវិញហើយក៏មានសេចក្តីត្រេកអរនាំគ្នាចាត់គ្រឿងរាជបណ្ណាការថ្វាយហើយថ្វាយជ័យមង្គលថ្វាយព្រះពរសពសាធុការផ្សេងហើយនាំគ្នាក្រាបទូលសួរពីជីវភាពរបស់ពួកទេវតាក្នុងឋានទេវលោកដែលទ្រង់បានទតឃើញនោះទ្រង់បានសម្ដែងប្រាប់មហាជនសពគ្រប់ហើយជាអវសានទ្រង់បានទូន្មានថាអ្នកទាំងឡាយកុំប្រមាទចូលនាំគ្នារក្សាសិលចម្រើនមេត្តាភាវនាគ្រប់ទិវារាត្រីកុំបីឃ្លាតកាលបើអ្នកទាំងឡាយបានបំពេញការកុសលដូច្នេះហើយនឹងបានទៅកើតនាឋានទេវលោក
សេពសោយសម្បត្តិទឹកជាទីមនោរម្យសមដោយបំណងមិនខានបាទរឿងធម្មមឹកបណ្ឌិតរាជចប់ដោយសង្ខេបត្រឹមតែប៉ុណ្ណេះរឿងចាកទានក្នុងអតីតកាលមានសេចក្តីដំណាលថាគ្រានោះព្រះពោធិសត្វជាមាណពចិញ្ចឹមរក្សាមេដានៅក្នុងកមលៈនគរនៃព្រះបាទកមលៈរាជថ្ងៃមួយព្រះពោធិសត្វចូលទៅក្នុងព្រៃអំពីព្រឹកដោយករណីយកិច្ចនីមួយដល់សាយយន្តសម័យទើបវិលត្រឡប់មកវិញដល់ពាក់កណ្ដាលផ្លូវបានជួបនឹងព្រះបច្ចេកពុទ្ធមួយអង្គត្រូវចោលដណ្ដើមយកស្បង់ជីពរអស់ទៅនៅសល់តែសម្ពុតឧតកសដកប៉ុណ្ណោះទើបអ្នកធ្វើសម្ពុតសដកទាំងពីររបស់អ្នកជាសម្ពុតកសាវពស្ត្រធ្វើជាស្បង់មួយជីវរមួយហើយប្រគេនព្រះបច្ចេកពុទ្ធនោះរួចអ្នកតាំងសេចក្តីប្រាថ្នាថាសូមកុំឲ្យខ្ញុំព្រះករុណាកើតក្នុងត្រកូលក្រខ្សត់ឡើយហើយសូមឲ្យសម្ពុតទើបកើតឡើងក្នុងលោកីយ៍នេះផងក្នុងបរលោកផងដោយអានិសង្សនៃវត្ថុទាននេះព្រះបច្ចេកពុទ្ធបានធ្វើអនុមោទនាដូច្នេះថាសេចក្តីប្រាថ្នាដែលអ្នកបានតាំងតម្កល់ទុកហើយចូលសម្រេចដល់អ្នកដោយឆត់ឆាប់តម្រេះទាំងពួងរបស់អ្នកសូមឲ្យពេញបរិបូរណ៍ដោយដួងច័ន្ទក្នុងថ្ងៃ15កើតសូមកែវមនីជោតដ៏មានឫទ្ធិអាចឲ្យសម្រេចសេចក្តីប្រាថ្នាសពប្រការគ្រានោះស្រាប់តែមានសម្ពុតទើបរាប់សែនគូធ្លាក់ចុះមកទៀបជើងនៃព្រះពោធិសត្វយ៉ាងអស្ចារ្យដោយអំណាចផលនៃវត្ថុទាននោះព្រះពោធិសត្វក៏យកសម្ពុតទាំងនោះប្រគេនព្រះបច្ចេកពុទ្ធទាំងអស់ទៀតគ្រានោះមហាប្រតិពីកម្រាស់ 240,000 យោជន៍ក៏ក្រើកញាប់ញ័រមហាសមុទ្រទាំង4ក៏បណ្ដាលជារលកបោកបែកផ្កាត្រែងទាំងភ្នំសិនេរុរាជក៏អោននំតូនហាក់ដូចចង់ជូននៅសពសាធុការពរដល់អ្នកព្រះឥន្ទ្រាធិរាជទ្រង់បានជ្រាបហេតុនេះហើយទ្រង់បោះសម្ពុតទិព្វមួយផាប់ទម្លាក់ចុះក្នុងអាកាសក៏ដាច់ជា2ភាគ3ភាគ4ភាគរហូតដល់ពាន់ភាគធ្លាក់ចុះមកទៀបបាតមូលនៃព្រះពោធិសត្វព្រះពោធិសត្វកាន់យកសម្ពុតតាមគប់ចិត្តហើយនមស្ការលាព្រះបច្ចេកពុទ្ធត្រឡប់ទៅលំនៅអាត្មាវិញឯសម្ពុតទាំងឡាយក៏អណ្ដែតត្រសែតតាមព្រះពោធិសត្វទៅប្រឌិស្ថានជាគំនរភ្នំនៅជុំវិញគេហដ្ឋានរបស់អ្នកឯព្រះបាទកមលរាជនិងព្រះរាជទេវីព្រមទាំងសេនាបតីមន្ត្រីជាដើមបាននាំយកដំរីសេះរថនិងទាសាទាសីទៅបូជាព្រះពោធិសត្វច្រើនជាអនេកអ្នកបានបំពេញកុសលសិលទានជានិច្ចដរាបដល់អស់អាយុបាទរឿងចាកទានចប់ដោយសង្ខេបត្រឹមតែប៉ុណ្ណេះរឿងធម្មរាជក្នុងអតីតកាលមានសេចក្តីដំណាលថាព្រះបាទធម្មរាជទ្រង់គ្រងរាជសម្បត្តិដោយធម៌ក្នុងចម្ពូទ្វីបនគរទ្រង់មានព្រះអគ្គមហេសីព្រះនាមវិមលាទេវីថ្ងៃមួយព្រះពោធិសត្វទ្រង់ព្រះតម្រិះថាសម្បត្តិរបស់ព្រះអង្គទាំងប៉ុន្មានកើតឡើងដោយផលបុណ្យពីបុព្វជាតិទើបទ្រង់ប្ររពនឹងធ្វើសាលាមួយខ្នងហើយត្រាស់បង្គាប់អាមាត្យឲ្យទឹមរទេះគោស្ដេចនឹងចូលទៅព្រៃដើម្បីកាប់ឈើធ្វើសាលានោះទ្រង់ត្រាស់បង្គាប់ឲ្យប្រមូលឈើទាំងនោះគរទុកនៅក្រៅព្រះនគរទើបទ្រង់បញ្ជាឲ្យជាងចេះការឈើយ៉ាងចំណាប់សង់សាងជាសាលាមួយខ្នងឡើងមានលំអដ៏ឆើតគួរជាទីទស្សនានៃអ្នកដែលបានឃើញបានយល់មហាជនត្រាច់ចរទៅមកបានឃើញសាលានោះហើយសឹងមានសេចក្តីសរសើរស្ងើចដល់លំអនៃសាលាដែលជាទីមនោរម្យនាំឲ្យមានប្រសាទចិត្តគួរឲ្យពិតពិលរមិលមើលត្រង់កន្លែងណាក៏ឃើញសមល្អគ្រប់អន្លើព្រះមហាក្សត្រទ្រង់បានចំណាយមាស1សែនដំឡឹងសម្រាប់ដាក់ទានដល់មហាជនរាល់ថ្ងៃគ្រានោះសេចក្តីអស្ចារ្យផ្សេងក៏កើតមានប្រកបដោយប្រតិពីកម្រើកញាប់ញ័រគួរឲ្យស្ញប់ស្ញែងណាស់ព្រះអិនកោសីព្រមទាំងទិព្វវិមានស្ដេចឈានចុះមកកាន់ឋានមនុស្សលោកដើម្បីទទួលព្រះបាទធម្មរាជទៅកាន់ឋានទេវលោកព្រះមហាក្សត្រព្រមទាំងព្រះរាជទេវី
ស្ដេចចូលទៅក្នុងកុសុមវិមានដែលមានព្រះឥន្ទ្រាធិរាជជាប្រមុខវិមាននោះក៏លឿនលយឡើងលើអាកាសដរាបដល់ឋានទេវលោកទើបព្រះអម្រិនទេវរាជទូលអញ្ជើញឲ្យព្រះអង្គគង់នៅសេពសោយសម្បត្តិទឹកប៉ុន្តែព្រះបាទធម្មរាជមិនទ្រង់សពប្រតិទទួលឡើយទ្រង់សពប្រតិចំពោះសម្បត្តិណាដែលកើតឡើងដោយអានុភាពរបស់ព្រះអង្គស្ដេចគង់នៅឋានទេវលោកតាមសមគួរហើយទើបទ្រង់លាព្រះឥន្ទ្រាធិរាជត្រឡប់ទៅកាន់មនុស្សលោកវិញសម្ដេចអម្រិនទ្រង់បានជួនដំណើរព្រះបាទធម្មរាជដោយរថវិមានដរាបមកដល់ចម្ពូទ្វីបនគរទ្រង់បានប្រទានឱវាទកុំឲ្យទ្រង់មានក្តីប្រមាទក្នុងការកុសលមានទានសិលជាដើមរួចស្ដេចលាត្រឡប់ទៅទេវលោកវិញព្រះបាទធម្មរាជទ្រង់ប្រព្រឹត្តតែកុសលធម៌មានទានជាដើមដរាបដល់អស់ព្រះជន្មាយុបាទរឿងធម្មរាជចប់ដោយសង្ខេបត្រឹមតែប៉ុណ្ណេះរឿងនរជីវៈក្នុងអតីតកាលមានសេចក្តីដំណាលថាព្រះពោធិសត្វបានមកចាប់កំណើតកើតក្នុងត្រកូលអ្នកកំសត់ក្នុងក្រុងពារាណសីកុមារនោះឈ្មោះនរជីវៈលុះចម្រើនវ័យមានរូបឆោមល្អស្អាតជាទីគប់ភ្នែកនៃជនទាំងពួងប្រព្រឹត្តក្នុងកុសលកម្មបុត្រ10ប្រការចិញ្ចឹមមាតាបិតាដោយសេចក្តីកតញ្ញូកតវេទីតមកបិតាចៅនរជីវៈអនិច្ចកម្មទៅនៅតែមាតាអ្នកក៏ចិញ្ចឹមមាតាដោយល្អរៀងមកថ្ងៃមួយអ្នកចូលទៅរកសេដ្ឋីដោយមានបំណងចង់ធ្វើស្រែប្រវាស់នឹងសេដ្ឋីសេដ្ឋីក៏យល់ព្រមថ្ងៃមួយអ្នកចេញទៅច្រូតស្រូវមាតាអ្នកនៅចាំខ្ទមស្រែនោះជួនជាមានអសិរពិសពោះវែកលូនចេញពីដំបូកស្វែងរកអាហារឡើងមកលើខ្ទមហើយចឹកមាតាអ្នកក៏អនិច្ចកម្មក្នុងខណៈនោះទៅចៅនរជីវៈទូលកណ្ដាប់ពីស្រែមកខ្ទមស្រាប់តែឃើញមាតាអ្នកខ្សែជីវិតផុតទៅហើយដោយពោះចឹកចៅនរជីវៈយំសោកមហិមាដោយក្តីអាឡោះអាល័យមាតាយ៉ាងក្រៃលែងហើយអ្នកបួងសួងបន់ស្រន់ដល់ទេវតាដែលស្ថិតលើផែនដីឬលើអាកាសដ៏មានមហិទ្ធិឫទ្ធិសូមឲ្យចុះមកជួយស្រោចស្រង់អាយុជីវិតមាតានៃអ្នកសូមឲ្យជួយរំដោះទុក្ខដ៏ធ្ងន់នេះឲ្យបានសះស្បើយផងព្រះឥន្ទ្រាធិរាជទ្រង់បានជ្រាបហេតុការណ៍នេះសពគ្រប់ហើយស្ដេចឈានចុះពីឋានទេវលោកនិមិត្តព្រះអង្គជាព្រាហ្មណ៍វង្វេងផ្លូវចូលទៅរកចៅនរជីវៈសួររកផ្លូវទៅនគរពារាណសីចៅនរជីវៈចង្អុលបង្ហាញផ្លូវហើយអ្នកសួរទៅព្រាហ្មណ៍វិញថាលោកចេះមុនបេះថ្នាំកែពឹសពោះឬទេសូមលោកជួយសង្គ្រោះមាតាខ្ញុំឲ្យបានរស់រានមានជីវិតឡើងវិញផងបើអ្នករកបេះដូងមនុស្សបានទើបមាតាអ្នកអាចមានជីវិតរស់ឡើងវិញបានព្រះពោធិសត្វគិតថាគួរអញបូជាជីវិតចំពោះមាតារបស់អញក្នុងគ្រាឥឡូវនេះទើបអ្នកកាន់កំបិតដ៏មុតដោយដៃស្ដាំហើយប្រកាសថាបបិទ្ធទេវតាទាំងឡាយចូលអ្នកទាំងឡាយនាំគ្នាអនុមោទនាអច្ឆតកទានរបស់ខ្ញុំមិនបានប្រាថ្នាសម្បត្តិមនុស្សលោកទេវលោកឬព្រហ្មលោកទេដោយអានិសង្សនៃហរតីទាននេះខ្ញុំសូមឲ្យបានត្រាស់ជាព្រះពុទ្ធមួយអង្គដើម្បីស្រោចស្រង់សត្វលោកពីមហាសមុទ្រគឺវដ្តសង្សារក្នុងអនាគតកាលបន្ទាប់ពីនោះបន្តិចចៅនរជីវៈក៏វះឆ្កៀលយកបេះដូងជូនទៅព្រាហ្មណ៍ប្រាប់ថាចូលអ្នកឯងដាក់សាច់បេះដូងដែលប្រឡាក់ឈាមចូលទៅក្នុងមាត់ម្ដាយអ្នកយើងនឹងស្វាធ្យាយមុនដើម្បីញ៉ាំងម្ដាយអ្នកឲ្យមានជីវិតឡើងវិញឯចៅនរជីវៈធ្វើតាមបង្គាប់ព្រាហ្មណ៍នោះហើយអ្នកក៏ដួលដេកទៅលើដីធ្វើកាលកិរិយាក្នុងខណៈនោះឯងឯមេដាព្រះពោធិសត្វមានជីវិតរស់ឡើងវិញហើយស្រាប់តែបានឃើញបុត្រជាទីស្នេហាដួលដេកដូច្នោះនាងក៏ស្ទុះទៅលើកបុត្រមានចិត្តញាប់ញ័ររន្ធត់ក្រៃលែងហើយយំសោកស្ដាយបុត្រពុនពេកណាស់នៅទីបំផុតនាងតាំងសច្ចាធិដ្ឋានថាបបិទ្ធទេវតាទាំងឡាយដ៏ចម្រើនអើយសូមលោកស្ដាប់ពាក្យខ្ញុំកូនខ្ញុំនេះឈ្មោះចៅនរជីវៈកុមារជាអ្នកមានសិលមានសច្ចៈប្រកបដោយក្តីកតញ្ញូកតវេទីចំពោះមាតាបិតាខ្លួនខ្ញុំជាមាតាចៅនរជីវៈកុមារមានសេចក្តីស្នេហាអាល័យបុត្រនេះ
លឺលន់ពុនប្រមាណដោយសច្ចវិចារនេះសូមឲ្យបុត្ររបស់ខ្ញុំមានជីវិតរស់ឡើងវិញចៅនរៈជីវៈកុមារជាអ្នកចិញ្ចឹមមេដាបៃតាគោរពចាស់ព្រឹទ្ធាចារ្យដោយអំណាចសច្ចវិចារនេះសូមឲ្យចៅនរៈជីវៈកុមារមានជីវិតរស់ឡើងវិញក្នុងកាលឥឡូវនេះឯងលុះចប់ពីអធិដ្ឋានព្រះពោធិសត្វក៏បានជាសះស្បើយក្រោកឡើងអង្គុយមេដាក៏ប្រវាអោបបុត្រដោយក្តីត្រេកអរសោមនស្សយ៉ាងក្រៃលែងបុត្រក៏មានចិត្តអំណរចំពោះមេដាដែលមានជីវិតរស់ឡើងវិញយ៉ាងអស្ចារ្យព្រាហ្មណ៍វង្វេងផ្លូវនោះក៏คล้ายទៅជាព្រះឥន្ទ្រាធិរាជហោះធ្យានឡើងទៅលើអាកាសប្រកាសប្រាប់ថាខ្លួនជាព្រះឥន្ទ្រាធិរាជត្រាស់សរសើរគុណធម៌ផ្សេងៗរបស់ព្រះពោធិសត្វត្រាស់លាត្រឡប់ទៅឋានទេវលោកវិញឯព្រះពោធិសត្វប្រតិបត្តិរក្សាមេដាបៃតាអ្នកដរាបដល់អស់អាយុបាទរឿងនរៈជីវៈចប់ដោយសង្ខេបត្រឹមតែប៉ុណ្ណេះរឿងសុរូបក្នុងអតីតកាលមានសេចក្តីដំណាលថាមានព្រះរាជាមួយអង្គទ្រង់ព្រះនាមសុរូបគ្រងរាជសម្បត្តិក្នុងឥន្ទបត្តនគរព្រះបាទសុរូបរាជទ្រង់បានគ្រងរាជសម្បត្តិប្រកបដោយធម៌ទ្រង់បរិបូរណ៍ដោយឥស្សរិយយសខ្ពង់ខ្ពស់មានអគ្គមហេសីព្រះនាមព្រះនាងសុន្ទរីទេវីមានព្រះរាជបុត្រព្រះនាមសុន្ទរកុមារថ្ងៃមួយទ្រង់គង់លើប្រាសាទថ្នាក់លើបង្អស់ទ្រង់មានព្រះតម្រិះថាសរីរៈរាងកាយនេះមានឧបមាដោយពន្លឺថ្ងៃបណ្ដាលកូនឥតមានខ្លឹមសារសោះដោយដើមដេកជាទីប្រជុំកើតឡើងនៃទុក្ខទាំងឡាយបណ្ឌិតតែងរិះគន់ថារាងកាយនេះប្រកបជាក់ស្ដែងដូចជាការយល់សុបិនប្រៀបដោយផ្លែឈើទុំតែងភ័យព្រួយខ្លាចជ្រុះរបេះធ្លាក់ចេញពីតងវាជានិច្ចមានឧបមាយ៉ាងណារាងកាយសត្វដែលកើតមកហើយតែងភ័យព្រួយខ្លាចស្លាប់យ៉ាងដូច្នោះដែរអាយុរបស់សត្វតែងអស់ទៅដោយថ្ងៃនិងខែដែលកន្លងទៅជានិច្ចប្រៀបដូចនទីដែលមានទឹកតិចតែងតែនឹងហូរហួតទៅដោយកម្ដៅថ្ងៃប្រៀបដូចដំណក់ទឹកសន្សើមលើចុងស្មៅតែងហួតហែងអស់ទៅដោយកម្ដៅព្រះអាទិត្យអាយុរបស់សត្វទាំងឡាយតែងវិនាសសាបសូន្យទៅដូច្នោះដែរព្រះរាជាទ្រង់ធរទ្រង់បានត្រេះរិះរំពឹងដូច្នោះហើយទ្រង់មានព្រះបំណងចង់ស្ដាប់ធម៌ហើយទ្រង់ត្រាស់សួរអាមាត្យទាំងឡាយអាមាត្យទាំងឡាយទូលថាទូលព្រះបង្គំធ្លាប់បានឮសូរស័ព្ទប្រកាសផ្សាយថាព្រះពុទ្ធព្រះធម៌ព្រះសង្ឃដូច្នេះដែរប៉ុន្តែមិនដែលបានជួបប្រទះសោះទើបព្រះមហាក្សត្រទ្រង់មានព្រះបញ្ជាឲ្យអាមាត្យយកមាស 1000 ដំឡឹងដាក់លើខ្នងដំរីឲ្យស្រែកប្រកាសថានរណាអាចសម្ដែងធម៌ថ្វាយព្រះមហាក្សត្របាននឹងបានមាស 1000 ដំឡឹងនេះជារង្វាន់លុះប្រកាសដូច្នេះអស់កំឡុង7ថ្ងៃ7ខែ7ឆ្នាំក៏គ្មាននរណាមួយអាចសម្ដែងធម៌ថ្វាយដល់ទ្រង់បានឡើយព្រះរាជាទ្រង់មានព្រះទ័យទោមនស្សណាស់ទ្រង់ព្រះតម្រិះថាលោកនេះសាបសូន្យហើយតើប្រសិនបើអញមានបុណ្យសូមឲ្យមានមនុស្សមកសម្ដែងធម៌ឲ្យអញបានស្ដាប់ក្នុងកាលឥឡូវនេះឯងគ្រានោះព្រះឥន្ទ្រាធិរាជទ្រង់បានជ្រាបព្រះទ័យព្រះពោធិសត្វដូច្នោះហើយក៏ហោះចុះមកពីឋានទេវលោកនិមិត្តជាយៈធំគួរសម្បើមខ្លាចមានភ្នែកក្រហមដូចភ្លើងសក់រោមក្រហមច្រាលបន្លឺសំឡេងយ៉ាងកឹកកងចូលទៅក្នុងទីព្រះលានឈោមទៅរកព្រះពោធិសត្វព្រះពោធិសត្វត្រាស់សួរថាមនាលមហាយៈអ្នកចូលមកកាន់សំណាក់យើងមានបំណងដូចម្ដេចយៈក្រាបទូលថាយើងចូលមកនេះដើម្បីសម្ដែងធម៌ថ្វាយឲ្យទ្រង់ព្រះសណ្ដាប់ព្រះមហាក្សត្រទ្រង់ព្រះសណ្ដាប់ហើយមានព្រះហឫទ័យត្រេកអរសោមនស្សក្រៃលែងហើយទ្រង់អញ្ជើញមហាយៈឲ្យឡើងលើរតនបល្ល័ង្កទ្រង់អរិទ្ធនាយៈឲ្យសម្ដែងធម៌ថ្វាយព្រះអង្គនឹងតាំងប្រតិស្ដាប់ដោយសេចក្តីគោរពយៈទូលថាសម្ដែងធម៌ពុំទាន់បានទេព្រោះស្រេកឃ្លានខ្លាំងណាស់ទើបព្រះមហាក្សត្រឲ្យអាមាត្យយកព្រះក្រយាស្ងោយសម្រាប់ព្រះអង្គទ្រង់ព្រះរាជទានដល់មហាយៈមហាយៈមិនព្រមទទួលហើយទូលទៅទ្រង់ថាទូលព្រះបង្គំធ្លាប់តែបរិភោគសាច់មនុស្សមានជីវិតបើព្រះអង្គទ្រង់ព្រះរាជទានមនុស្សរស់ឲ្យទូលព្រះបង្គំនឹងសម្ដែងធម៌ថ្វាយ
ព្រះរាជទេវីគង់ក្នុងបន្ទប់ចិត្តទីនោះទ្រង់បានឮសម្ដីយក្សដូច្នោះមានបំណងចង់បំពេញមនោរថរបស់ព្រះផស្តាទើបព្រះនាងចេញមកធ្វើប្រទក្សិណថ្វាយបង្គំព្រះរាជស្វាមីទើបក្សត្រីក្រាបទូលថាសូមព្រះអង្គព្រះរាជទានខ្លួនខ្ញុំម្ចាស់ទៅមហាយក្សឲ្យបរិភោគចុះព្រះមហាក្សត្រទ្រង់មានព្រះហឫទ័យត្រេកអរទ្រង់ជំពិតព្រះសិរសាព្រះរាជទេវីហើយទ្រង់ព្រះរាជទានដល់យក្សមានព្រះបន្ទូលថាយើងប្រទានភរិយាទៅអ្នកដោយយើងស្រឡាញ់ធម៌ក្រៃលែងជាងភរិយាយើងសូមប្រាថ្នាឲ្យបានត្រាស់ជាព្រះពុទ្ធមួយអង្គក្នុងអនាគតកាលឯយក្សខ្លែងខ្លាយបានបំបាំងកាយព្រះរាជទេវីធ្វើអាការៈហាក់ដូចជាទំពាស៊ីព្រះរាជទេវីពួកមហាជនបានឃើញយក្សចាប់ព្រះនាងហើយទំពាស៊ីដូច្នោះក៏ភិតភ័យស្លុតស្លាំងភាំងស្រែកទ្រហោយំអើងកងព្រះរាជាត្រាស់ថាមនាលមហាយក្សចូលអ្នកសម្ដែងធម៌ឲ្យយើងស្ដាប់យក្សខ្លែងខ្លាយទូលថាព្រះអង្គព្រះរាជទានអគ្គមហេសីមួយរូបទទួលព្រះរាជទានមិនឆ្អែតទេសូមទ្រង់ប្រទានព្រះរាជបុត្រមួយរូបទៀតទើបទូលព្រះបង្គំនិងសម្ដែងធម៌ព្រះពុទ្ធថ្វាយព្រះអង្គឯព្រះរាជបុត្រមានគំនិតដូចព្រះមេដាដែរហើយប្រគល់កាយថ្វាយខ្លួនដល់ព្រះវរបិតាព្រះវរបិតាទ្រង់កាន់ព្រះហស្តស្ដាំព្រះរាជបុត្រទ្រង់ប្រកាសថាយើងមិនបានប្រាថ្នាសម្បត្តិលោកសម្បត្តិទេវលោកឬព្រហ្មលោកឡើយដោយការបរិច្ចាគព្រះរាជបុត្រដល់យក្សនេះខ្ញុំសូមប្រាថ្នាឲ្យបានត្រាស់ជាព្រះពុទ្ធទៅអនាគតកាលហើយទ្រង់ព្រះរាជទានព្រះសន្តរកុមារទៅមហាយក្សធ្វើអាការៈហាក់ដូចជាចាប់ហែកទំពាស៊ីអស់ទៅព្រះមហាក្សត្រត្រាស់ទឿនយក្សទៀតថាមនាលមហាយក្សចូលអ្នកសម្ដែងធម៌ដោយឆាប់កុំរារងឡើយមហាយក្សក្រាបទូលថាបពិតមហារាជទូលព្រះបង្គំពុំទាន់ឆ្អែតសូមទ្រង់ប្រទានអ្នកដតីមកទៀតទ្រង់ត្រាស់ថាអ្នកកុំព្រួយថ្វីកាលណាយើងនឹងបានស្ដាប់ធម៌ហើយយើងនឹងដាក់ខ្លួនយើងនេះជាអាហារចំអែតអាត្មាអ្នកទៀតមហាយក្សទទួលព្រះអង្គការទើបសម្ដែងធម៌ថាបេមតោជាយតេសោកោបេមតោជាយតេភយ៉ាងបេមតោវិបះមុត្តសៈណដ្ឋិសោកោកុតោភយ៉ាងប្រែថាសេចក្តីសោកសៅក្តីភិតភ័យកើតមកតែពីសេចក្តីស្រឡាញ់កាលបើបុគ្គលនីមួយដោះឲ្យផុតស្រឡះពីក្តីស្រឡាញ់ហើយតើនឹងមានក្តីសោកក្តីភិតភ័យពីទីណាក្តីសោកសៅក្តីភិតភ័យកើតមកពីតណ្ហាកាលបើដោះឲ្យផុតពីតណ្ហាហើយតើនឹងមានក្តីទុក្ខសោកភិតភ័យពីទីណាក្តីទុក្ខសោកក្តីភិតភ័យកើតមកពីកាមកាលបើផុតស្រឡះពីកាមហើយតើនឹងមានទុក្ខសោកភិតភ័យពីទីណាព្រះមហាក្សត្រទ្រង់បានស្ដាប់ធម៌ហើយមានព្រះហឫទ័យត្រេកអរក្រៃពេកទើបទ្រង់ប្រគល់អាត្មាព្រះអង្គឲ្យយក្សបរិភោគតាមសន្យាជាការបូជាជីវិតថ្វាយធម៌ឯមហាយក្សក៏បាត់រូបភ្លាមទៅក្លាយជាព្រះឥន្ទ្រាធិរាជដ៏រុងរឿងដោយព្រះអរុណទើបរះឡើងមានព្រះបន្ទូលថាបពិតមហារាជខ្ញុំនេះមិនមែនជាយក្សទេគឺជាសកទេវរាជចុះមកពិសោធន៍ព្រះហឫទ័យព្រះអង្គឥឡូវខ្ញុំសូមប្រគល់ព្រះអគ្គមហេសីនិងព្រះរាជបុត្រដល់ព្រះអង្គវិញហើយស្ដេចលាត្រឡប់ទៅឋានទេវលោកវិញទៅឯព្រះបាទសុរូបរាជទ្រង់ស្ថិតនៅក្នុងរាជធម៌10ប្រការទ្រង់បានបំពេញទានសិលជានិច្ចដរាបដល់សោយតិវង្គតបាទរឿងសុរូបចប់ដោយសង្ខេបត្រឹមតែប៉ុណ្ណេះរឿងមហាបុទុមមានរឿងដំណាលថាក្នុងអតីតកាលមានព្រះមហាក្សត្រមួយអង្គព្រះនាមសេនរាជគ្រងរាជសម្បត្តិក្នុងអង្គវតីនគរមានព្រះអគ្គមហេសីព្រះនាមសុមេខលារាជទេវីជានារីទ្រង់ឆោមឆើតក្រៃលែងគ្រានោះព្រះពោធិសត្វជាយត់ចាកឋានดุសិតមកចាប់បដិសន្ធិក្នុងព្រះឧត្តរនៃព្រះរាជទេវីកាលនោះមានព្រះមហាក្សត្រមួយអង្គព្រះនាមកោតរាជទ្រង់បានព័ត៌មានពីមនុស្សទាំងឡាយថាព្រះនាងសុមេខលាទ្រង់មានព្រះរូបឆោមឆើតក្រៃលែងលើផែនដីក៏មានប្រតិស្នេហាប្រតិព័ទ្ធ
ទើបទ្រង់កេណ្ឌទ័ពលើកចេញទៅព័ទ្ធអង្គវតីនគរហើយទ្រង់បញ្ជូនរាជទូតឲ្យទៅថ្លែងរាជសារដល់ព្រះបាទអង្គសេនារាជព្រះបាទអង្គសេនារាជទ្រង់ព្រះតម្រិះថាអស់រាជប្រជាទាំងឡាយនឹងដល់នៅសេចក្តីវិនាសអន្តរាយទាំងអាយុជីវិតទាំងទ្រព្យសម្បត្តិក្នុងគ្រានេះឯងឯពួកអ្នកនគរបានប្រមូលផ្ដុំគ្នាជាពួកជាក្រុមលើកចូលទៅក្រាបទូលសុំទទួលអាសាការពារព្រះរាជបល្ល័ង្កតែព្រះអង្គពុំយល់ព្រមដោយទ្រង់ខ្លាចក្រែងអន្តរាយដល់អាយុជីវិតរបស់ប្រជាជនឯពួកសេនាយោធាក៏លើកទ័ពចេញទៅតាមទំនើងខ្លួនឯងឥតមានអគ្គបញ្ជាការទេសុទ្ធតែនាំគ្នាលើកទ័ពចេញទៅដោយក្តីស្ម័គ្រចិត្តរៀងខ្លួនម្ល៉េះហើយការប្រយុទ្ធឥតរបៀបរៀបរយបណ្ដាលឲ្យបរាជ័យខ្មាំងដោយងាយចំណែកព្រះបាទអង្គសេនារាជបានទ្រង់ជ្រាបព័ត៌មាននេះហើយទ្រង់មនីដោះព្រះអង្គចេញចាកព្រះនគរដោយមានព្រះអគ្គមហេសីស្វាមីភក្ត្រស្ម័គ្រចិត្តទៅតាមហែព្រះអង្គផងក្សត្រាក្សត្រីទាំងពីរអង្គទ្រង់ឈោមប្រភពសម្ដៅទៅព្រៃហេមពៀនទ្រង់ចូលព្រៃចេញវាលដរាបដល់ទៅឆ្នេរទន្លេគង្គាដ៏ធំធេងមួយទើបទ្រង់កាប់ឈើធ្វើជាក្បូនស្រេចហើយព្រមទាំងអគ្គមហេសីគង់លើក្បូនឈើឆ្លងទៅត្រើយនាយដល់ពាក់កណ្ដាលទន្លេស្រាប់តែមានខ្យល់ព្យុះអាកាសវាទមួយយ៉ាងខ្លាំងបក់បោកមកបណ្ដាលឲ្យក្បូនឈើដាច់ចំណងក្សត្រទាំងពីរអង្គក៏ព្រាត់ទៅទីតីពីគ្នានាគ្រានោះឯងចំណែកព្រះរាជទេវីត្រូវរលកបក់បោកទៅដល់ត្រើយមុនក្រឡេករកព្រះរាជស្វាមីពុំឃើញទ្រង់ព្រះកន្សែងសោយសោកជាពន្លឹកហើយត្រាច់រកតាមឆ្នេរព្រះគង្គាជួនជាក្រឡេកមើលកណ្ដាលទន្លេក៏បានឃើញព្រះស្វាមីលិចអណ្ដែតទ្រង់ផិតភ័យតកមាក្រែងព្រះរាជស្វាមីខ្សែព្រះជន្មាទើបព្រះនាងតាំងសច្ចាកិរិយាធិដ្ឋានសុំឲ្យផ្ទៃគង្គាមានសន្តានរឹងដូចប្រតិពីគ្រានោះគួរឲ្យអស្ចារ្យណាស់ផ្ទៃទឹកគង្គាក៏រឹងយ៉ាងចម្លែកទើបព្រះនាងយាត្រាលើខ្នងទឹកទៅរកព្រះរាជស្វាមីនាកណ្ដាលទន្លេគង្គាស្រង់ព្រះរាជស្វាមីពីក្នុងទឹកឲ្យយាត្រាទៅតាមព្រះនាងដរាបដល់ត្រើយព្រះរាជាទ្រង់ស្ងាយសរសើរបុណ្យបារមីនៃព្រះរាជទេពីដោយប្រការផ្សេងហើយក្សត្រាក្សត្រីយាត្រាសម្ដៅទៅព្រៃហេមពៀនដើម្បីទ្រង់ភ្នោះជាតបោះឥសីកាលនោះក្រឡាអាសនៈនៃព្រះអមរិន្ទសម្ដែងឧទ្ទហាការជាចម្លែកណាស់ទើបទ្រង់បើកទិព្វចក្ខុទតមកមនុស្សលោកក៏បានទ្រង់ជ្រាបព្រឹត្តិហេតុសពគ្រប់ទើបទ្រង់មានទេវបញ្ជាឲ្យព្រះវិសុទ្ធកម្មទេវបុត្រចុះមកនិមិត្តជាបណ្ណៈសាលាពីរខ្នងសម្រាប់ក្សត្រាក្សត្រីទាំងពីរក្សត្រាក្សត្រីទាំងពីរក៏ទ្រង់ជ្រាបថាបណ្ណៈសាលានេះកើតឡើងដោយទេវានុភាពអនុគ្រោះចំពោះព្រះអង្គទើបស្ដេចចូលទៅក្នុងបណ្ណៈសាលាហើយទ្រង់ព្រះភ្នោះជាឥសីតាមប្រពៃណីព្រះមហាក្សត្រគង់នៅក្នុងបណ្ណៈសាលានាព្រៃហេមពៀនដោយក្តីសុខសប្បាយជាមួយនឹងព្រះអគ្គមហេសីដែលតែងយាងទៅរកមើមឈើព្រៃសម្រាប់ធ្វើជាព្រះស្ងោយឥតខ្វះខាតព្រះរាជាតែងទ្រង់ព្រះបន្លឺព្រះឧទានថាសុខស្រួលណាស់នៅទីនេះប៉ុន្តែក្តីសុខផ្សេងផ្សានេះមិនបានថិតថេរតមកមិនយូរប៉ុន្មានទ្រង់ប្រឈួនជាទម្ងន់ហើយទ្រង់សោយតិវង្គតទៅឯព្រះរាជទេវីទ្រង់ព្រះកន្សែងសោយសោកលឺលន់ពុនប្រមាណស្ទើរខ្សែព្រះជន្មទៅជាមួយព្រះស្វាមីលុះបន្ទោបងនៅសេចក្តីទុក្ខសោកបានខ្លះហើយទើបព្រះនាងថ្វាយបង្គំព្រះសពសុំខមាទោសតាមប្រពៃណីរួចហើយទើបព្រះនាងរៀបពិធីបូជាព្រះសពព្រះស្វាមីតាមការដែលអាចធ្វើទៅបានក្នុងខណៈនោះព្រះនាងតែងទ្រង់ព្រះកន្សែងសោកដោយក្តីអាឡោះអាល័យព្រះរាជស្វាមីរាល់ទិវារាត្រីស្ទើរតែទៅជាវិកលចរិតឯព្រះកក៏កាន់តែចាស់ខែហើយនៅទីបំផុតព្រះនាងប្រសូតព្រះរាជបុត្រព្រមទាំងមានហេតុអស្ចារ្យកើតប្រកបឡើងក្នុងខណៈនោះគឺមានផ្កាឈូកមាសយ៉ាងធំផុសឡើងទ្រព្រះរាជកុមារឯព្រះនាងទ្រង់បានទតឃើញដូច្នោះក៏ទ្រង់ជ្រាបថាព្រះរាជបុត្រនេះមានបុណ្យបារមីទ្រង់មានព្រះហឫទ័យត្រេកអរណាស់ទើបទ្រង់តាំងនាមថាចៅមហាបទុមកុមារលុះព្រះកុមារមានវ័យចម្រើនឡើងបានទូលសួរព្រះវរមេដាពីព្រះជីវប្រវត្តិព្រះវរបិតា
ព្រះនាងក៏បានពោលរៀបរាប់ប្រាប់ព្រះរាជបុត្រសពគ្រប់ព្រះកុមារទូលព្រះមេដាសូមទទួលយកអាសាចេញទៅព្រៃដើម្បីស្វែងរកផល្លាផលនិងមើមឈើជំនួសព្រះមេដាព្រះមេដាពុំយល់ព្រមដោយទ្រង់យល់ថានៅក្មេងពេកតមកថ្ងៃក្រោយព្រះកុមារទ្រង់ព្រះចិន្តានៅក្នុងព្រៃនេះគង់មានសត្វសាហាវយងខ្នងខ្លះពុំខានដូច្នេះគូអញទៅតាមក្រោយព្រះមេដានៅពេលព្រះមេដាស្ដេចចេញទៅព្រៃកុំឲ្យព្រះមេដាដឹងខ្លួនព្រះកុមារក៏ចេញទៅតាមក្រោយព្រះមេដាកំណត់ទិសទីតំបន់សពគ្រប់ហើយទើបត្រឡប់មកកាន់អាស្រមវិញថ្ងៃមួយពេលរសៀលព្រះនាងកំពុងយាងត្រឡប់មកអាស្រមស្រាប់តែមហាមេឃពុំជួកាលបានបង្អោរភ្លៀងយ៉ាងធំទើបព្រះនាងគេចចូលជ្រកក្រោមម្លប់ឈើធំមួយស្រាប់តែមានអសិរពិសមួយលូនចេញពីដំបូលក្បែរនោះហើយចឹកព្រះបាទព្រះនាងស្រែកដង្ហោយហៅព្រះរាជបុត្រទ្រង់ព្រះកន្សែងប៉ុន្តែមិនយូរប៉ុន្មានព្រះនាងខ្សែប្រជញ្ញដោយពិសដ៏សាហាវនោះឯព្រះបទុមកុមារយល់បាត់ព្រះមេដាពុំឃើញមកកាន់អាស្រមតាមប្រក្រតីធម្មតាក៏សង្ស័យណាស់ទើបអ្នកយាត្រារត់រកព្រះវរមេដាក្នុងព្រៃត្រាតែបានជួបប្រទះហើយទ្រង់ព្រះកន្សែងសោយសោកមហិមាហើយតាំងចិត្តអធិដ្ឋានបួងសួងដល់ទេវតាទាំងឡាយថាអ្នកសុខចិត្តលះបង់ជីវិតបូជាសូមឲ្យព្រះមេដាអ្នករស់រានមានជីវិតឡើងវិញចុះគ្រានោះបណ្ដាលឧទ្នាការដល់ព្រះឥន្ទ្រាធិរាជនិមិត្តអាត្មាជាព្រាហ្មណ៍ចាស់ចូលមករកព្រះកុមារសួររកថ្នាំព្រាហ្មណ៍ចាស់ប្រាប់ថាឲ្យព្រះកុមាររកសាច់បេះដូងមនុស្សរស់យកមកផ្សំផងបញ្ច្រកចូលក្នុងមាត់មេដាអ្នកនឹងមានជីវិតរស់ឡើងវិញកាលនោះព្រះបទុមកុមារងើបងើយទៅលើអាកាសហើយបួងសួងសុំឲ្យទេវតាទម្លាក់អាវុធចុះមកអាវុធក៏ធ្លាក់ចុះមកមែនទើបអ្នកចាប់កំបិតវះកាត់យកសាច់បេះដូងចេញមកជូនទៅព្រាហ្មណ៍ចាស់ក៏ចាប់ដាក់ទៅក្នុងមាត់ព្រះនាងរួចសេកមុនផ្សំផងស្រាប់តែព្រះមេដាអ្នករស់ឡើងវិញហាក់ដូចទើបក្រោកពីនិន្ទ្រាឯព្រះបទុមកុមារដួលដេកខ្សែប្រជញ្ញក្នុងខណៈនោះដែរឯព្រាហ្មណ៍ក៏ប្រែភេទជាព្រះឥន្ទ្រាធិរាជបានជួយស្រោចស្រង់ព្រះកុមារឲ្យមានប្រជញ្ញឡើងវិញដោយប្រក្រតីធម្មតាព្រះវរមេដានិងព្រះរាជបុត្រក៏មានប្រតិរីករាយសោមនស្សក្រៃលែងហើយនាំគ្នាត្រឡប់មកអាស្រមវិញគង់នៅជាសុខក្សេមក្សាន្តដរាបដល់អស់ព្រះជន្មនិមាយុបាទរឿងមហាបទុមចប់ដោយសង្ខេបត្រឹមតែប៉ុណ្ណេះរឿងភណ្ឌាគាមានដំណើរក្នុងអតីតកាលព្រះបាទគោរពរាជគ្រងរាជសម្បត្តិក្នុងក្រុងមិថិលាដែនវិទេហរដ្ឋមានព្រះកមហេសីព្រះនាមសុមនាទេវីកាលនោះព្រះពោធិសត្វជយត់ពីទេវលោកមកចាប់បដិសន្ធិក្នុងព្រះឧទ្ធរនៃព្រះនាងដល់គ្រប់កំណត់ទសមាសសកទេវរាជចុះមកសន្ធិដ្ឋលើនភាលីក្រោមស្វេតឆ័ត្រនៅពេលរាត្រីជិតភ្លឺទ្រង់សួរបញ្ហា10ខនឹងព្រះបាទគោរពរាជថាអ្វីដែលមានតែ1គ្មាន2 2គ្មាន3 3គ្មាន4 4គ្មាន5លក្ខបើដោះស្រាយពុំបានទេយើងនឹងដាក់ទេវទណ្ឌហើយស្ដេចនឹងនិវត្តទៅកាន់ឋានទេវលោកវិញព្រះរាជាទ្រង់ព្រះសន្តាប់បញ្ហានេះហើយទ្រង់ព្រះត្រេះរិះពិចារណាត្រាតែដល់ពេលភ្លឺស្វាងហើយក៏នៅតែពុំយល់អ្វីសោះទើបទ្រង់ត្រាស់ឲ្យប្រជុំអាមាត្យមុខមន្ត្រីមាននាយឃ្លាំងព្រះរាជទ្រព្យជាដើមហើយទ្រង់ចោទសួរបញ្ហានេះក៏គ្មាននរណាមួយអាចដោះស្រាយបានឡើយព្រះបាទគោរពរាជទ្រង់បានព្រះសន្តាប់ដូច្នោះហើយទ្រង់ផិតភ័យតកមាមហិមាទ្រង់ត្រាស់សួរបញ្ហានេះនឹងព្រះរាជទេវីជាទីចុងក្រោយបង្អស់ព្រះនាងទូលតបវិញថាឈ្មោះថាបញ្ហាអ្វីខ្ញុំម្ចាស់ពុំអាចយល់បានឡើយចុះនេះជាបញ្ហារបស់ទេវតានឹងឲ្យមនុស្សលោកដោះស្រាយដោយម្ដេចបានព្រះរាជាទ្រង់ព្រះសន្តាប់ហើយកាន់តែទ្រង់ផិតភ័យខ្លាំងជាអនេកឡើងទៀតទាំងទ្រង់ព្រះពិរោធនិងព្រះរាជទេពីយ៉ាងក្រៃលែងហើយបញ្ជាឲ្យនាយកភណ្ឌាគារកអាមាត្យចាប់ព្រះនាងយកទៅប្រហារជីវិតបង់
ឯផនឌីគារឹកអាមាត្យទទួលព្រះអង្គការហើយចូលទៅរកព្រះនាងទូលព័ត៌មានតាមព្រះរាជបញ្ជាព្រះនាងមានព្រះសាវណ្ណីប្រាប់តាមដំណើរសពគ្រប់នាយឃ្លាំងនេះត្រឡប់មានចិត្តអាណិតព្រះនាងយ៉ាងក្រៃលែងហើយនាំព្រះនាងទៅរក្សាទុកក្នុងគេហដ្ឋានរបស់ខ្លួនលាក់បំបាំងមិនឲ្យលេចលឺដំណឹងដល់ព្រះរាជឋានថ្ងៃព្រឹកឡើងត្រូវនឹងថ្ងៃព្រះច័ន្ទប្រកបដោយឧត្តរាសាធនអ្នកខត្តរិកព្រះនាងក៏ប្រសូតព្រះរាជបុត្រមានព្រះឆវិវ័នថ្លៃថ្លាដោយសម្បុរមាសនាយឃ្លាំងមានសេចក្តីត្រេកអរណាស់តាំងនាមថ្វាយថាភ័ណ្ឌឌីរិកកុមារភ័ណ្ឌឌីរិកកុមារបានទទួលការទំនុកបម្រុងបីបាច់ថែរក្សាដោយល្អត្រាតែព្រះជន្មគ្រប់7ឆ្នាំ7ខែ7ថ្ងៃចំណែកព្រះឥន្ទ្រាធិរាជស្ដេចចុះមកសន្ធិដ្ឋក្រោមស្វេតឆ័ត្រទ្រង់បានរំលឹកព្រះរាជាអំពីការដោះស្រាយប្រស្នារបស់ព្រះអង្គដែលគ្រប់កំណត់ថ្ងៃខែឆ្នាំហើយព្រះរាជាទូលថាសូមឲ្យទ្រង់បង្អង់មួយថ្ងៃទៀតសិនព្រឹកឡើងពួកអាមាត្យមុខមន្ត្រីកវីបណ្ឌិតមកជួបជុំហើយទ្រង់ត្រាស់សួរនាយឃ្លាំងថាមនាលនាយឃ្លាំងអ្នកឯងហើយជាទីពឹងពំនាក់នៃយើងអ្នកតែងស្គាល់អ្នកប្រាជ្ញបណ្ឌិតដែលមានប្រាជ្ញាច្រើនជាអ្នកចេះដឹងជ្រៅជ្រះបើអ្នករិះរកអ្នកដោះស្រាយបញ្ហានេះបានសម្រេចយើងនឹងបែងរាជសម្បត្តិពាក់កណ្ដាលជូនអ្នកនាយឃ្លាំងក្រាបទូលថាសូមទ្រង់ព្រះមេត្តាប្រោសទូលបង្គំបានឃើញកូនរបស់ស្ត្រីម្នាក់មានរូបព្រឹមព្រៃប្រសូតក្នុងថ្ងៃអ្នកខត្តរិកលុះធំឡើងមានបញ្ញាក្លាហានមានរូបឆោមល្អព្រមនៅក្នុងផ្ទះទូលព្រះបង្គំព្រះរាជាត្រាស់ថាចូលអ្នកត្រឡប់ទៅសួរបុត្ររបស់អ្នកតើអាចដោះស្រាយប្រស្នាទេវតាបានឬទេនាយឃ្លាំងត្រឡប់ទៅគេហដ្ឋានរបស់ខ្លួនហើយសួរបញ្ជាក់ព្រះកុមារប្រាប់ថាប្រស្នាប៉ុណ្ណេះខ្ញុំអាចដោះស្រាយបានសូមបិតាកំព្រួយឡើយនាយឃ្លាំងក៏ប្រដាប់តាក់តែងព្រះកុមារហើយនាំចូលទៅគាល់ព្រះបាទគោរពរាជក្នុងខណៈនោះឯងព្រះរាជាទ្រង់ទន្ទឹងរង់ចាំមើលផ្លូវព្រះកុមារមានឧបមាដូចអ្នកប្រមឹកកំពុងស្រែកស្រាលុះទ្រង់ទតឃើញព្រះកុមារគង់លើហត្ថីមង្គលហែហោមដោយមហាជនជាបរិវារមានភ្លេងដូរតន្ត្រីប្រគំមុខក្រោយត្រហឹងអើងកងលុះក្បួនដង្ហែចិត្តទៅដល់ខ្លោងទ្វារព្រះរាជវាំងហើយព្រះកុមារចុះពីលើខ្នងដំរីអ្នកចូលទៅគាល់ព្រះរាជាទ្រង់ទទួលរាក់ទាក់សំណេះសំណាលល្មមឲ្យកើតសេចក្តីស្និទ្ធស្នាលហើយទើបទ្រង់ត្រាស់សួរប្រស្នារបស់ទេវតាដែលកន្លងមកហើយដល់ថ្ងៃនេះ7ឆ្នាំ7ខែ7ថ្ងៃគ្មាននរណាមួយអាចដោះស្រាយបានឡើយខ1សួរថា1គ្មាន2នោះតើគឺអ្វីឆ្លើយសូមទ្រង់ព្រះមេត្តាប្រោសភ្នំសិនេរុរាជមានតែមួយទេនៅក្នុងពិភពលោកនេះខ2សួរថា2គ្មាន3នោះតើគឺអ្វីឆ្លើយប្រស្នាដែលពោលថា2គ្មាន3នោះបានដល់ដួងអាទិត្យដួងច័ន្ទធម្មតាដួងអាទិត្យដួងច័ន្ទមានតែ2ដួងក្នុងលោកនេះខ3សួរថា3គ្មាន4នោះតើគឺអ្វីឆ្លើយវត្ថុដែលមានតែ3មិនដែលមាន4នោះគឺព្រះពុទ្ធព្រះធម៌ព្រះសង្ឃហៅថាព្រះរតនត្រ័យខ4សួរថាចុះ4គ្មាន5តើនោះគឺអ្វីឆ្លើយរបស់4យ៉ាងគ្មានអ្វីប្រៀបផ្ទឹមស្មើនឹងទ្វីបទាំង4ទេគឺចម្ពូទ្វីប1បុព្វវិទេហទ្វីប1អមរកោយានីទ្វីប1ឧត្តរកុរទ្វីប1ដូច្នេះប្រស្នាដែលចោទថា4គ្មាន5នោះគឺទ្វីបទាំង4នេះឯងខទី5សួរថា5គ្មាន6នោះតើគឺអ្វីឆ្លើយ5គ្មាន6គឺសិលមានអង្គ5ឬបញ្ចសិលនេះឯងមិនដែលមាន6ទេខទី6ថា6គ្មាន7នោះតើគឺអ្វីឆ្លើយឆកាមាវជ្រៈទេវលោកមានតែ6ជាន់ទេមិនដែលមានដល់7ឡើយខទី7សួរថាចុះ7គ្មាន8នោះតើគឺអ្វីឆ្លើយក្រុមភ្នំដែលព័ទ្ធជុំវិញភ្នំព្រះសុមេរុនោះមាន7ជាន់ដែលហៅថាភ្នំសត្តបរិភ័ណ្ឌរបស់អ្វីដតីក្រៅពីនេះមិនអាចយកមកប្រៀបធៀបបានឡើយខ
ខទី8សួរថាចុះ8គ្មាន9នោះតើគឺអ្វីឆ្លើយ8គ្មាន9គឺសិលមានអង្គ8ឬអដ្ឋសិលមិនដែលមានដល់9ទេខទី9សួរថាចុះ9គ្មាន10នោះតើគឺអ្វីឆ្លើយ9គ្មាន10បានដល់លោកកតរធរទាំង9មគ្គ4ផល4និព្វាន1ជាពុទ្ធភាសិតដែលព្រះពុទ្ធជាម្ចាស់ទ្រង់បានត្រាស់សម្ដែងទុកមកខទី10សួរថាចុះ10គ្មាន11នោះតើគឺអ្វីឆ្លើយដែលហៅថា10គ្មាន11នោះគឺសិលទាំង10ប្រការឬទោះសិលនេះព្រះពុទ្ធជាម្ចាស់ទ្រង់បានត្រាស់សម្ដែងទុកមកដែរលុះចប់បញ្ហាព្យាករនៃព្រះកុមារហើយព្រះមហាជនអាមាត្យមន្ត្រីព្រះបាទកោរពរាជទ្រង់មានព្រះហឫទ័យរីករាយជ្រះថ្លាក្រៃលែងបានធ្វើសក្ការៈបូជាដោយមាសប្រាក់សម្ពុតអាវសាវស្បៃនិងរតនៈមានតម្លៃផ្សេងជាអនេកអនេកហើយស្រែកជូនពរសពសាធុការត្រហើងអើងកងមហាមេឃក៏បង្អុរភ្លៀងឲ្យធ្លាក់ចុះមកភ្លេចបន្ទោពុំជួកាលក៏ដាវច្រវាត់ទូទៅព្រះឥន្ទ្រាធិរាជហើយទ្រង់បានប្រទានព្រះពរ4ប្រការចំពោះព្រះកុមារទូលសុំព្រះពរថាសូមឲ្យព្រះវររាជបិតាមានព្រះហឫទ័យសោមនស្សអញ្ជើញទូលព្រះបង្គំដោយរាជសម្បត្តិនេះជាព្រះពរទី1សូមកុំឲ្យចិត្តរបស់ទូលព្រះបង្គំគប់ចិត្តនឹងការបៀតបៀនយាយីជីវិតសត្វដទៃឡើយនេះជាព្រះពរគម្រប់2សូមឲ្យប្រជាជនគ្រប់ជាន់ឋានៈគ្រប់វិស័យចូលមកពឹងពាក់ពុំអ្នកអាស្រ័យទូលព្រះបង្គំជានិច្ចកាលនេះជាព្រះពរគម្រប់3សូមឲ្យទូលបង្គំមានចិត្តសន្តោសចំពោះភរិយារបស់អាត្មាប៉ុណ្ណោះកុំកើតចិត្តស្នេហាចំពោះប្រពន្ធកូនរបស់អ្នកដទៃកុំឲ្យលុះក្នុងអំណាចនៃស្ត្រីកុំឲ្យមានចិត្តចង់ធ្វើទុក្ខទោសភ័យផ្សេងដែលមិនគួរធ្វើដល់សត្វដទៃសូមឲ្យទានជាក្សត្រមានអាយុយឺនយូរមានជ័យជំនះដោយធម៌សូមឲ្យជនទុច្ចរិតអធម៌ប្រែគំនិតសូមឲ្យបានបំពេញទានបារមីកុំបីខ្វះខាតនេះជាព្រះពរគម្រប់4ព្រះឥន្ទ្រាធិរាជទ្រង់បានប្រសិទ្ធពរទាំង4ថ្វាយព្រះរាជកុមារហើយទ្រង់បានលាត្រឡប់ទៅឋានទេវលោកវិញឯព្រះបាទកោរពរាជកាលបានទ្រង់ជ្រាបថាព្រះរាជកុមារជាព្រះរាជបុត្រហើយទ្រង់បីថ្នមកុមារដាក់លើព្រះឱរុសហើយទ្រង់ព្រះកន្សែងទ្រង់ត្រាស់សួរអំពីព្រះនាងទេវីព្រះកុមារបានទូលព័ត៌មានឲ្យបានទ្រង់ជ្រាបសពគ្រប់ហើយមានព្រះហឫទ័យត្រេកអរណាស់ទើបទ្រង់ឲ្យពួកអាមាត្យនិងស្រីព្រះស្នំស្រឹងគាទៅដង្ហែព្រះអគ្គមហេសីមកព្រះរាជវាំងវិញទ្រង់មានព្រះបន្ទូលសុំទោសព្រះនាងហើយទ្រង់ធ្វើពិធីអភិសេកជាឯកអគ្គមហេសីដូចដើមឡើងវិញឯភណ្ឌាគិរិកុមារក៏បានឡើងគ្រងរាជសម្បត្តិជាដំណរតអំពីព្រះវរបិតាហើយទ្រង់បានព្រះរាជទានព្រះរាជទ្រព្យច្រើនអនេកដល់នាយឃ្លាំងព្រះរាជទ្រព្យជាព្រះបិតាធម៌របស់ព្រះអង្គដោយក្តីកតញ្ញូកតវេទីដ៏ស្មោះស្ម័គ្រព្រះមហាក្សត្រទ្រង់តាំងនៅក្នុងទសពិធរាជធម៌ជានិច្ចតែងទ្រង់ទូលមានអាមាត្យមន្ត្រីនិងប្រជាជនថាអ្នកទាំងឡាយកុំបីមានក្តីប្រមាទចូលរក្សាសិល5កសាងកុសលកុំបៀតបៀនជីវិតសត្វកុំលោភលួចទ្រព្យអ្នកដទៃកុំបីប្រព្រឹត្តកន្លងភរិយាអ្នកដទៃកុំនិយាយពាក្យភូតកុហកកុំផឹកសុរាមេរយៈចូលធ្វើទានដល់អ្នកកំសត់ទុរគតទាំងឡាយបាត់រឿងភណ្ឌាគាចប់ដោយសង្ខេបត្រឹមតែប៉ុណ្ណេះរឿងពាហុលគាវីកាលពីអតីតកាលមានសេចក្តីដំណាលថានៅដែនកុសលរដ្ឋមានក្ដុំពីរម្នាក់មានមេគោមួយឈ្មោះពាហុលគាវីសម័យមួយពាហុលគាវីចេញពីភូមិទៅស្វែងរកស្មៅនៅក្នុងព្រៃតាឯងឯកូនវាបានទៅតាមវងគោដែលចេញទៅរកស្មៅដែរមេគោពាហុលគាវីកំពុងស៊ីស្មៅដែលខ្សែមខ្សានក្បែរព្រៃស្រាប់តែមានខ្លាធំមួយចូលមកជិតមេគោបានឃើញដូច្នោះក៏ភិតភ័យតកមាពន់ពេកហើយសួរថាបបិទ្ធលោកជាធំលោកចូលមកទីនេះមានបំណងអ្វីខ្លាថាអញនឹងចាប់ព្រះស្ដែងឯងស៊ីចំអែតផ្ទៃអញ
មេគោផិតភ័យអង្វរថាបបិទ្ធលោកជាស្ដេចព្រៃខ្ញុំមានកូនខ្ចីសូមលោកអនុញ្ញាតបើកឲ្យខ្ញុំទៅបំបើកូនសិនសឹមខ្ញុំត្រឡប់មកជូនលោកពិសាខ្លាបញ្ជាក់ថាបើសម្ដីឯងជាពាក្យសច្ចៈឯងទៅបំបើកូនសិនចុះមេគោរលះរលាំងទៅរកកូនស្រែកប្រាប់ថាឆាប់ឡើងកូនសម្លាញ់ម្ដាយចូលអ្នកមកបើម្ដាយឆាប់ឡើងម្ដាយនឹងវិលទៅវិញឲ្យខ្លាស៊ីឥឡូវកូនសួរថាចុះអ្នកម្ដាយថ្វីក៏ចម្លែកម្លេះមេគោយំសោកដោយក្តីស្នេហាចំពោះបុត្រលើសលន់ពុនប្រមាណហើយបានប្រាប់រឿងរ៉ាវឲ្យកូនបានស្ដាប់សពគ្រប់ទើបកូនគោនិយាយថាសូមអ្នកម្ដាយកុំចេញទៅឲ្យខ្លាស៊ីឡើយខ្ញុំសូមអនុញ្ញាតឲ្យខ្ញុំចេញទៅឲ្យខ្លាស៊ីជំនួសវិញដើម្បីតបគុណអ្នកម្ដាយមេគោនិយាយប្រាប់កូនថាកាលម្ដាយមករកកូនឯងនេះម្ដាយបានបដិញ្ញានៅពាក្យសច្ចៈនឹងខ្លាថានឹងវិលត្រឡប់ទៅរកខ្លាវិញធម្មតាពាក្យសច្ចៈជារបស់មានតម្លៃខ្ពង់ខ្ពស់ណាស់ទាំងទេវតាទាំងមនុស្សតែងសរសើរពាក្យសច្ចៈឯពាក្យកុហកមុសាវាទជាពាក្យថោកទាបណាស់ដូច្នេះទោះបីរាងកាយជីវិតវិនិច្ឆ័យអន្តរាយក៏ម្ដាយមិនព្រមលះបង់ពាក្យសច្ចៈដែរក្រោយបំបើកូនហើយមេគោក៏វិលទៅរកខ្លាធំដែលរងចាំនៅទីនោះឯកូនគោក៏ស្រែកយំរត់ទៅពីក្រោយមេវាហើយចូលទៅនិយាយនឹងខ្លាធំថាបបិទ្ធលោកជាធំសូមឲ្យលោកបរិភោគសាច់ឈាមខ្ញុំវិញសូមលោកមេត្តាទុកជីវិតឲ្យម្ដាយខ្ញុំវិញចុះឯខ្លាធំបានស្ដាប់សម្ដីកូនគោនិយាយដូច្នោះក៏កើតចិត្តអាណិតមេនឹងកូនគោនោះណាស់ហើយនិយាយថាណាហើយប្រស្ដែងទាំងពីរយើងមិនស៊ីជាអាហារទេថ្វីយើងឃ្លានខ្លាំងម្លេះក៏ដោយចូលប្រស្ដែងមេកូនត្រឡប់ទៅស្វែងរកស៊ីដោយសុខសប្បាយចុះដោយគុណធម៌នៃសត្វទាំង3មានហេតុអស្ចារ្យរំជួលដល់ព្រះឥន្ទ្រាធិរាជព្រះឥន្ទ្រាធិរាជទ្រង់ចុះមកជួបសត្វទាំង3ហើយទ្រង់ថ្លែងសរសើរសត្វទាំង3មានន័យថាបណ្ដាកុសលទាំងឡាយគ្មានកុសលអ្វីអាចផ្ទឹមស្មើនឹងសច្ចៈខន្តីកតញ្ញូកតវេទីឡើយគុណធម៌ទាំង3ប្រការនេះជាកុសលរិស័យដ៏ប្រសើរខ្ពង់ខ្ពស់ណាស់លុះទ្រង់សម្ដែងដូច្នេះហើយសម្ដេចកោសីទ្រង់នាំសត្វទាំង3ទៅកាន់ឋានទេវលោកក្នុងខណៈនោះឯងដោយហេតុទេវានុភាពហើយទ្រង់ប្រទានទិព្វវិមានមួយដល់សត្វទាំង3ព្រមទាំងស្រីអប្សរបម្រើរាល់ទិវារាត្រីមានភ្លេងដូរតន្ត្រីព្រមទាំងអលង្ការទិព្វផ្សេងហេតុនេះហើយបានជាព្រះបរមសាស្តាទ្រង់ត្រាស់សម្ដែងថាសច្ចៈគឺសេចក្តីពិតជាធំជាប្រធានក្នុងលោកកាលបើមានសច្ចៈហើយកុសលធម៌ដតីទៀតក៏ចម្រើនឡើងដោយមេគោពហុលគាវីដែលកាន់សច្ចៈជានិច្ចក៏បានទៅកើតនាឋានទេវលោកខន្តីគឺសេចក្តីអត់ធន់ក៏ជាប្រធានក្នុងលោកកាលបើមានខន្តីនេះហើយកុសលធម៌ដតីទៀតក៏ដុះដាលចម្រើនឡើងដោយខ្លាធំដែលបានទៅកើតក្នុងទេវលោកដោយអំណាចខន្តីនេះឯងកតញ្ញូតាជាមូលដ្ឋាននៃគុណធម៌គបប្រសើរទាំងឡាយជាធំជាប្រធានក្នុងលោកកាលបើមានក្តីកតញ្ញូនេះហើយកុសលធម៌ផ្សេងក៏លូតលាស់ចម្រើនឡើងជានិច្ចដូចយ៉ាងកូនគោតូចមានសេចក្តីកតញ្ញូចំពោះមេរបស់វាហើយបានទៅកើតនាឋានសួគ៌ដោយអានុភាពកតញ្ញូនោះឯងបាត់រឿងពហុលគាវីចប់ដោយសង្ខេបត្រឹមតែប៉ុណ្ណេះរឿងសេតបណ្ឌិតកាលនោះមានព្រាហ្មណ៍ម្នាក់ឈ្មោះសុធម្មបាលនៅក្នុងនគរពារាណសីបានចិញ្ចឹមកណ្ដុរសសុទ្ធមានសម្បុរដូចខ្យងសាំងព្រាហ្មណ៍នេះដើមឡើយជាខ្ញុំនៃសេដ្ឋីម្នាក់នៅនគរពារាណសីដែរប៉ុន្តែដោយព្រាហ្មណ៍បានចិញ្ចឹមកណ្ដុរពោធិសត្វនោះទើបបណ្ដាលឲ្យមានទ្រព្យសម្បត្តិស្ដុកស្ដំព្រមទាំងខ្ញុំប្រុសស្រីឯមហាសេដ្ឋីតែងទៅគាល់ព្រះមហាក្សត្ររៀងរាល់ថ្ងៃដល់ត្រឡប់មកវិញតែងប្រឡែងលេងនឹងកណ្ដុរសជានិច្ចថ្ងៃមួយកណ្ដុរសបាននិយាយនឹងមហាសេដ្ឋីថាខ្ញុំរក្សាបញ្ចសិលសូមលោកមហាសេដ្ឋីក្តីព្រាហ្មណ៍ក្តីកុំប្រឡែងលេងនឹងខ្ញុំទៀតបើអ្នកប្រឡែងលេងនឹងអ្នករក្សាសិលនឹងមានបាបច្រើន
បើអ្នកឲ្យសុខស្រួលដល់អ្នកមានសិលអ្នកនឹងបានបុណ្យចម្រើនឯព្រាហ្មណ៍បានឮសម្ដីកណ្ដុរនិយាយដូច្នោះក៏ខឹងណាស់បង្គាប់ខ្ញុំកំដរឲ្យចាប់កណ្ដុរយកទៅប្រហារចោលទៅគ្រានោះមហាសេដ្ឋីបានឮសម្ដីព្រាហ្មណ៍ដូច្នោះក៏គិតថាកណ្ដុរសនេះជាសត្វវិសេសមិនគួរសម្លាប់ចោលទេនឹកឃើញដូច្នោះហើយមហាសេដ្ឋីក៏ស្ទុះទៅចាប់កណ្ដុរមុនកម្មកររបស់ព្រាហ្មណ៍ហើយបីអោបកណ្ដុរចុះពីផ្ទះព្រាហ្មណ៍ទៅលែងចោលក្នុងព្រៃមួយកណ្ដុរក៏រត់ចូលព្រៃបាត់ទៅចាប់តាំងពីថ្ងៃដែលកណ្ដុរសចេញពីផ្ទះព្រាហ្មណ៍ទៅព្រាហ្មណ៍នេះក៏ចេះតែចាយវាយទ្រព្យសម្បត្តិអស់ទៅលក់ខ្ញុំប្រុសស្រីលក់កូនប្រពន្ធលក់ផ្ទះសម្បែងនៅទីបំផុតព្រាហ្មណ៍គ្មានទីលំនៅគ្មានអំបែងដើរសុំទានអ្នកស្រុកដេកតាមសញ្ញាផ្ទះអ្នកដទៃឬក្រោមដើមឈើចិញ្ចឹមជីវិតដោយលំបាកវេទនាណាស់ទោះបីដូច្នេះក៏ដោយព្រាហ្មណ៍នៅតែខំរក្សាសិល5ជាប់ជានិច្ចលុះកាលកន្លងមក1ឆ្នាំកណ្ដុរសពោធិសត្វនឹករលឹកដល់ព្រាហ្មណ៍ជាចៅហ្វាយរបស់ខ្លួនពីមុនក៏ចេញពីព្រៃហេមពានទៅកាន់លំនៅរបស់ព្រាហ្មណ៍ក៏មិនបានឃើញទីលំនៅព្រមទាំងគ្រួសាររបស់ព្រាហ្មណ៍ទើបកណ្ដុររុករកទៅដល់ផ្ទះមួយដែលគេបោះបង់ចោលហើយបានឃើញព្រាហ្មណ៍នោះដេកក្រោមរទេះចាស់មួយប្រកបដោយទុរគតភាពពន់ពេកមុខគួរឲ្យអាណោចអាណិតណាស់កណ្ដុរចូលទៅថើបបាត់ជើងទាំងទឹកភ្នែកហូរល្ហែងព្រាហ្មណ៍ភ្ញាក់ឡើងសួរថានរណានោះកណ្ដុរឆ្លើយថាខ្ញុំសេតបលកៈព្រាហ្មណ៍ក្រឡេកឃើញកណ្ដុរសក៏មានសិរីមានក្បាលហាក់ដូចពាក់មកុដនៃស្ដេចចក្រពត្តិត្រាធិរាជហើយរលឹកនឹកឃើញដល់ទ្រព្យសម្បត្តិដែលវិនិច្ឆ័យអន្តរាយអស់ទៅក៏ត្រហូរយំឡើងកណ្ដុរសក៏និយាយលួងលោមព្រាហ្មណ៍សន្យាថានឹងធ្វើឲ្យព្រាហ្មណ៍មានសម្បត្តិមានកិត្តិយសដូចដើមឡើងវិញហើយប្រាប់ព្រាហ្មណ៍ថាសូមឲ្យនាំខ្លួនយកទៅលក់ក្នុងព្រះរាជឋានឯព្រាហ្មណ៍ងូតទឹកជំរះកាយស្អាតហើយបីកណ្ដុរសទៅរកមហាសេដ្ឋីមហាសេដ្ឋីមានសេចក្តីពេញចិត្តណាស់ទើបនិយាយសុំទិញកណ្ដុរប៉ុន្តែព្រាហ្មណ៍មិនព្រមលក់សោះហើយនិយាយសរសើរគុណសម្បត្តិរបស់កណ្ដុរសដោយប្រការផ្សេងនៅទីបំផុតសេដ្ឋីនិយាយសុំរោមកណ្ដុរសពី3សរសៃជាទីរលឹកហើយបូជាកណ្ដុរសដោយសម្ពុតស2ព្រាហ្មណ៍ក៏យល់ព្រមហើយយកសម្ពុតសស្លៀកមួយដណ្ដប់មួយលាសេដ្ឋីចូលទៅកាន់ព្រះរាជវាំងព្រះរាជាទ្រង់ទតឃើញកណ្ដុរសនោះហើយទ្រង់សពព្រះតីណាស់ទ្រង់ត្រាស់សុំទិញពីព្រាហ្មណ៍កាត់ថ្លៃជាវត្ថុផ្សេងមួយមុខ100គឺគោ100ដំរី100ទាសី100ទាសា100នាងកញ្ញា100ផ្ទះ100ខ្នងសេះ100រថ100ឯកណ្ដុរសក៏បានសម្ដែងធម៌ទូមានព្រះមហាក្សត្រព្រមទាំងប្រជាជនឲ្យស្ថិតនៅក្នុងធម៌សុចរិតនិងការកុសលមានទានសិលជាដើមហេតុនេះហើយបានជាតាំងពីកាលនោះមកគេតាំងនាមកណ្ដុរសនោះថាធម្មសេតបណ្ឌិតធម្មសេតបណ្ឌិតស្ថិតនៅក្នុងរាជសំណាក់អស់កាលយូរអង្វែងឯព្រះមហាក្សត្រនិងអាមាត្យមន្ត្រីព្រមទាំងប្រជាជនបាននាំគ្នាបំពេញសុចរិតធម៌និងការកុសលផ្សេងមានទានសិលជាដើមតមកធម្មសេតបណ្ឌិតបានក្រាបទូលលាព្រះរាជាចេញទៅនៅក្នុងព្រៃហេមពានថ្ងៃនោះជាថ្ងៃពេញបូរមីព្រះពោធិសត្វជំរះរាងកាយឲ្យស្អាតតាំងចិត្តអធិដ្ឋានរក្សាសិល10មិនបរិភោគអាហារតាំងពីព្រឹកដល់ល្ងាចគ្រានោះសកទេវរាជនិមិត្តជាព្រាហ្មណ៍ចូលមកឈរជិតព្រះពោធិសត្វសួរថាលោកព្រាហ្មណ៍ចូលមកដល់ព្រៃធំនេះតើមានបើប្រាថ្នាអ្វីព្រះឥន្ទ្រាធិរាជត្រាស់តបថាក្នុងថ្ងៃពេញបូរមីអ្នកមិនទាន់បានបរិភោគអាហារទេឬឯខ្ញុំក៏អត់អាហារតាំងពីព្រឹកមកដែរដូច្នេះខ្ញុំចូលមករកអ្នកដើម្បីសុំសាច់អ្នកធម្មសេតបណ្ឌិតបានសុំឲ្យព្រាហ្មណ៍បង្កាត់ភ្លើងឲ្យមានរងើកល្អហើយអ្នកដឹងឲ្យទានសាច់របស់អ្នកដល់ព្រាហ្មណ៍ស្មោមក៏បណ្ដាលឲ្យកើតរណ្ដៅរងើកភ្លើងឡើងក្នុងពេលនោះឯងកណ្ដុរសបានពោលនឹងព្រាហ្មណ៍ថាបបិទ្ធព្រាហ្មណ៍ដ៏ចម្រើនយើងមិនបានប្រាថ្នាសម្បត្តិមនុស្សទេវតាព្រហ្មទេប៉ុន្តែយើងតាំងចិត្តឲ្យបានសម្រេចព្រះសព្វញ្ញូតាញាណតែប៉ុណ្ណោះថាហើយក៏លោតចូលទៅក្នុងរណ្ដៅរងើកភ្លើង
ស្រាប់តែមានផ្កាឈូកមាសមួយធំផុសឡើងទ្រព្រះពោធិសត្វមិនឲ្យឆេះភ្លើងឬរលាកឬក្តៅសោះឡើយហើយសម្ដេចព្រះអមរិន្ទនាំអ្នកឡើងទៅកាន់ឋានត្រៃត្រឹងក្នុងខណៈនោះឯងសម្ដែងដល់ទេវតាទាំងឡាយទ្រង់អញ្ជើញឲ្យធម្មសេតបណ្ឌិតស្ថិតលើអាសនាទ្រង់អារាធនាឲ្យសម្ដែងធម៌ជាទីសន្តាប់ដល់ពពួកទេវតាក្រោយពោលចប់ធម្មទេសនាពួកទេវតាបានធ្វើសក្ការៈបូជាយ៉ាងធំព្រមទាំងជូនពរសពសាធុការផ្សេងព្រះឥន្ទ្រាធិរាជទ្រង់នាំធម្មសេតបណ្ឌិតចុះមកកាន់ព្រៃហេមពានកន្លែងដើមវិញហើយទ្រង់និមិត្តទីឋាននោះជាទីរមណីយដ្ឋានគួរជាទីមនោរម្យផ្សេងហើយទ្រង់លាត្រឡប់ទៅឋានទេវលោកវិញបាទរឿងសេតបណ្ឌិតចប់ដោយសង្ខេបត្រឹមតែប៉ុណ្ណេះរឿងបុព្វរាជក្នុងអតីតកាលមានសេចក្តីដំណាលថាព្រះបាទវិជ័យរាជគ្រងរាជក្នុងវិសាលនគរក្នុងសម័យនោះនៅក្នុងពុទ្ធកាលព្រះពុទ្ធនាមសារណគរៈកាលនោះមានព្រះមហាថេរមួយអង្គព្រះនាមឧសភៈព្រមទាំងភិក្ខុបរិវារបាននិមន្តទៅកាន់វិសាលនគរព្រះបាទវិជ័យរាជបានទតឃើញព្រះធរៈទាំងនោះទ្រង់មានព្រះទ័យជ្រះថ្លាបាននិមន្តឲ្យស្រង់ទឹកសគុណពីដោ4ក្អមប្រគេនសម្ពុតសាដកនិមន្តឲ្យគង់លើអាសនៈហើយទ្រង់បានធ្វើសក្ការៈបូជាដោយគោរពទ្រង់តាំងសេចក្តីប្រាថ្នាជាអាទថាសូមឲ្យខ្ញុំព្រះករុណាអន្ទោលជាតិទៅចាប់កំណើតក្នុងភពណាសូមឲ្យមានសប្បុរសកាយផូរផង់មានកម្លាំងច្រើនជាទីស្រឡាញ់ពេញចិត្តនៃជនទាំងពួងកើតក្នុងត្រកូលខ្ពស់មានរូបឆោមល្អមានបញ្ញាច្រើនសូមឲ្យសត្រូវคลายមកជាមិត្តសូមឲ្យបានសុខកន្លងផុតពីវេរាទាំងពួងព្រះមហាថេរបានធ្វើអនុមោទនាដោយបានសម្ដែងរាជធម៌10ប្រការថ្វាយព្រះមហាក្សត្រជាទីសន្តាប់ព្រះរាជាមានព្រះហឫទ័យត្រេកអរសោមនស្សក្រៃលែងស្ដេចស្ថិតនៅក្នុងសិរីរាជសម្បត្តិដរាបដល់សោយព្រះទិវង្គតដោយអានិសង្ឃដែលទ្រង់បានស្រង់ទឹកព្រះសង្ឃនោះទ្រង់បានទៅកើតក្នុងឋានត្រៃត្រឹងទេវលោកលុះជាយត់ពីទេវលោកមកកើតក្នុងឋានមនុស្សលោកជាព្រះរាជបុត្រនៃព្រះបាទសិរីពន្ធរាជក្នុងសិរីពន្ធនគរទ្រង់ព្រះនាមបុព្វកុមារបុព្វកុមារមានវ័យចម្រើនព្រះវររាជបិតាបានធ្វើព្រះរាជពិធីរាជាភិសេកឲ្យឡើងគ្រងរាជសម្បត្តិជាដំណរព្រះរាជវង្សលុះព្រះបាទបុព្វរាជបានទទួលរាជាភិសេកហើយទ្រង់ឡើងគង់លើដំរីព្រះទីនាំងទ្រង់រុងរឿងដោយទេវបុត្រចោមរោមដោយរាជបរិវារគួរជាទីទស្សនាក្រៃពេកស្ត្រីកែវចេញមកពីឧត្តរគោរទ្វីបបានមកថ្វាយខ្លួនបម្រើព្រះអង្គសេនាបតីរតនៈសេនាបតីកែវក៏បានមកថ្វាយខ្លួនបម្រើព្រះអង្គស្ដេច101អង្គក្នុងចម្ពោះទ្វីបបាននាំគ្រឿងរាជបណ្ណាការផ្សេងមកថ្វាយព្រះអង្គសម្ដែងក្តីស្វាមីភក្ត្រព្រះបាទបុព្វរាជទ្រង់មានកម្លាំងចតុรงសេនាយោធាមិនមានក្សត្រអង្គណាប្រៀបផ្ទឹមស្មើនឹងព្រះអង្គបានឡើយព្រះបាទបុព្វរាជទ្រង់តែងទូមានក្សត្រ101អង្គនិងមហាជនឲ្យស្ថិតនៅក្នុងបញ្ចសិលធ្វើទានដល់អ្នកកំសត់ទុរគតទំនប់បំរុងមេដាបៃតានិងចាស់ទុំរៀមច្បងក្នុងត្រកូលឲ្យមានសម្ដីទន់ភ្លន់ជៀសវាងពាក្យញុះញង់សោកសៀតក៏បីពោលតែពាក្យសច្ចៈលះបង់កំហឹងចោលចេញបុគ្គលណាគិតឃើញថាភរិយាអ្នកដតីដូចមេដាឃើញទ្រព្យសម្បត្តិអ្នកដតីដោយដុំដីឃើញរូបអ្នកដតីដោយខ្លួនរបស់ខ្លួនសប្បុរសទាំងឡាយតែងសរសើរបុគ្គលនោះថាជាបណ្ឌិតមួយវិញទៀតអ្នកមានសម្ដីទន់ភ្លន់ត្រជាក់ត្រជុំមានមិត្តច្រើនអ្នកមានសម្ដីត្រគោះបោះបោកញុះញង់ចាក់ដោតគេឲ្យមានសត្រូវច្រើនមានឧបមាដោយព្រះច័ន្ទដែលចោមរោមដោយដួងតារាករទាំងឡាយជាបរិវារឯព្រះអាទិត្យពិតជាឧត្តមបំផុតក្នុងលោកតែមានរស្មីក្តៅខ្លាំងទើបនៅតែឯងឥតបរិវារឡើយដោយអានិសង្ឃនៃការស្រង់ទឹកព្រះសង្ឃនិងធ្វើសក្ការៈបូជាជាបច្ច័យឲ្យបានកើតទៅជាព្រះឥន្ទ្រាធិរាជស្ដេចចក្រពតត្រាធិរាជបរិបូរដោយរតនៈ7ប្រការ
ឆ្អែតឆ្អន់ដោយយោះនឹងភោគសម្បត្តិទោះនឹងទៅកាន់ទីតំបន់ឋានណាក្តីតែមានគេឈូឆរមកគោរពបូជានៅទីឋាននោះគ្រប់អន្លើជាអ្នកមានរាងកាយផូរផង់ស្រស់ជានិច្ចឥតរោគាព្យាធិទាំងពួងជាអ្នកមានក្តីសុខសម្រានគ្រប់ទិវារាត្រីហើយនៅជាតិចុងក្រោយបង្អស់នឹងបានសម្រេចមគ្គផលដល់ព្រះនិព្វានជាឋានរំលត់ទុក្ខឥតមានសេសសល់ឡើយបាទរឿងបុព្វរាជចប់ដោយសង្ខេបត្រឹមតែប៉ុណ្ណេះរឿងព្រំខុសរាជក្នុងអតីតកាលមានសេចក្តីដំណាលថាមាននគរមួយឈ្មោះកុសុមបត្តបុរីមានទំហំប្រមាណ 1000 យោជន៍មានឧទ្យានមានស្រះបោកខណីផ្សេងច្រើនសុទ្ធជាទីមនោរម្យបរិបូរណ៍ដោយសម្បត្តិនិងយានពាហនៈព្រះមហាក្សត្រគ្រងរាជ្យក្នុងនគរនេះព្រះនាមព្រះបាទព្រំខុសៈមានព្រះអគ្គមហេសីព្រះនាមសុនន្ទាទេវីកាលនោះនៅក្នុងពុទ្ធកាលព្រះបទុមមុត្តរសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់សន្ធិដ្ឋក្នុងនគរកុសុមបត្តបុរីព្រះបាទព្រំខុសរាជទ្រង់បានឧបថាព្រះដ៏មានបុណ្យព្រមទាំងភិក្ខុសង្ឃអស់កំឡុង60 កុសាឯប្រជារាស្ត្ររបស់ព្រះអង្គទ្រង់បានសង្គ្រោះដោយសង្ឃហវត្ថុ4 ប្រការមហាជនក៏ប្រកបដោយក្តីសុខក្សេមក្សាន្តបរិបូរណ៍ដោយធញ្ញហារគ្រប់យ៉ាងទ្រង់បាននិមន្តព្រះបរមសាស្តាឲ្យទ្រង់សម្ដែងធម៌ជានិរន្តរ៍គ្រានោះព្រះឥន្ទជាស្ដេចនៃទេវតាទ្រង់មានទេវបញ្ជានិងមាលតីទេវបុត្រឲ្យចុះមកនិមិត្តអាត្មាជាសនៈធំទ្រង់ជាម្ចាស់សនៈនោះសម្ដៅមកកាន់ក្រុងកុសុមបត្តបុរីដល់ពាក់កណ្ដាលក្រុងហើយសនៈទេវបុត្របានស្រែកលូដោយសំឡេងកឹកកងរំពងខ្លាំងក្រៃលែងផែនដីក៏កម្រើកញាប់ញ័រអ្នកនគរក៏ផិតភ័យភ្ញាក់ផ្អើលរត់រកទីជម្រករៀងខ្លួនព្រះរាជាក៏ទ្រង់ភ័យតកមាហើយត្រាស់សួរថាសំឡេងអ្វីនោះព្រះឥន្ទជាម្ចាស់សនៈក្រាបទូលថាសនៈទូលព្រះបង្គំវាឃ្លានខ្លាំងណាស់សូមទ្រង់ប្រទានអាហារឲ្យសនៈនេះព្រះរាជាទ្រង់ត្រាស់បង្គាប់អាមាត្យឲ្យយកបាយទៅឲ្យសនៈស៊ីសនៈស៊ីហើយមិនឆ្អែតសោះនៅស្រែកលូរំពងដូច្នោះទៀតទ្រង់ឲ្យយកបាយទៅឲ្យសនៈនោះថែមទៀតត្រាតែអស់បាយក្នុងក្រុងហើយទ្រង់ឲ្យកែនយកបាយពីខាងក្រៅក្រុងមកឲ្យសនៈស៊ីទៀតនៅតែមិនឆ្អែតទើបសម្ដេចកោសីម្ចាស់សនៈបានក្រាបទូលថាបពិតមហារាជនៅនគរនេះមានពួកមនុស្សអធម៌ជាចំនួនច្រើនសូមទ្រង់ព្រះរាជទានមនុស្សទាំងនោះជាអាហារសនៈទៅកាលបើសនៈនេះបានស៊ីមនុស្សអធម៌អស់នោះហើយនឹងបានឆ្អែតលែងស្រែកលូតទៅទៀតហើយព្រះឥន្ទទ្រង់បានទូលបញ្ជាក់ថែមទៀតថាជនអធម៌ណាមួយបំផ្លាញកុដិវិហារសាលានិងទេវស្ថានជាជនអកតញ្ញូមិនស្គាល់គុណមាតាបិតាមិនគោរពរៀមច្បងក្នុងត្រកូលមិនចិញ្ចឹមបុត្រភរិយាដោយធម៌សូមទ្រង់ប្រទានជននោះឲ្យសនៈនេះស៊ីទៅមួយទៀតជនបៀតបៀនអ្នកស្រុកឲ្យបានក្តីក្រហាយប្លន់ដណ្ដើមសម្បត្តិរបស់អ្នកដំណើរថ្មាស់តេះដៀលសាមណៈព្រាហ្មណ៍ឬបៀតបៀនឲ្យបានសេចក្តីក្តៅក្រហាយសូមទ្រង់ប្រទានជនទាំងនោះឲ្យសនៈស៊ីទៅឯសនៈនោះហាក់ដូចជាស្ទុះលោតទៅត្របាក់ស៊ីពួកជនអធម៌ទាំងនោះប្រជាជនផិតភ័យរត់រកជ្រកពួនក្នុងទីសម្រាប់លាក់ខ្លួនពួនអាត្មាសនៈកាលានោះក៏ប្រែភេទជាទេវបុត្រមួយរំពេចស្ថិតឯដអាកាសមានពន្លឺរស្មីរុងរឿងប្រដាប់ដោយអលង្ការទិព្វដ៏ចិញ្ចាញចិញ្ចែកមាននាងទេពអប្សរហែហោមចោមរោមជាបរិវារឯព្រះឥន្ទ្រាធិរាជទ្រង់លះភេទជាម្ចាស់សនៈត្រឡប់ជាអង្គអមរិន្ទទ្រង់បាននិមិត្តវិមានទាំងពាន់ភ្លឺសន្ធោសន្ធៅនាកណ្ដាលអាកាសហើយទ្រង់បានត្រាស់សម្ដែងសិលធម៌ដ៏ប្រសើរដូច្នេះជនទាំងឡាយណាបានបួសដោយសទ្ធាសន្សំបុណ្យរក្សាសិលជានិច្ចក្តីជនណាដាំដើមពោធិ៍ព្រឹកកសាងព្រះពុទ្ធបដិមាទុកជាទីសក្ការៈបូជាក្តីគ្រហស្ថទាំងឡាយណាជាអ្នកសន្សំកុសល
ជាឧបាសកមានសិលធម៌ល្អបរិសុទ្ធទំនុកបំរុងបុត្រភរិយាដោយធម៌ក្តីជនទាំងឡាយណាកសាងកុដិវិហារមានកតញ្ញូចំពោះមាតាបិតាគ្រូអាចារ្យជានិច្ចក្តីជនទាំងឡាយនោះលុះរំលាយខណ្ឌទៅនឹងបានវិមានទិព្វជាទីមនោរម្យសមដូចបំណងព្រះឥន្ទ្រាធិរាជបានទ្រង់ប្រទានឱវាទដូច្នេះហើយទ្រង់ទូលលាព្រះមហាក្សត្រត្រឡប់ទៅទេវលោកវិញឯព្រះបាទព្រហ្មខុសរាជទ្រង់បានបំពេញកុសលចរិយាមានទាននិងសិលជាដើមដរាបដល់អស់ព្រះជន្មនិមាយុបាទរឿងព្រហ្មខុសរាជចប់ដោយសង្ខេបត្រឹមតែប៉ុណ្ណេះរឿងពារាណសិរាជមានសេចក្តីដំណាលថាក្នុងសាសនាព្រះពុទ្ធព្រះនាមកាសបៈនៅក្នុងផតកັບនេះមានស្ត្រីម្នាក់មានចិត្តស្នេហាស្រឡាញ់ស្វាមីរបស់ខ្លួនក្រៃពេកថ្ងៃមួយនាងបានប្រគេនចង្ហាន់បិណ្ឌបាតនិងធ្វើសក្ការៈបូជាដល់ព្រះសង្ឃមានព្រះពុទ្ធជាប្រធានហើយតាំងប្រាថ្នាថាទោះបីខ្ញុំម្ចាស់ឲ្យបានជាបងប្រុសជាទីស្រឡាញ់ពេញចិត្តរបស់ខ្ញុំប្រសិនបើទៅកើតក្នុងកំណើតសត្វដេរឆានសូមឲ្យមានរាងកាយជាប់គ្នាតែមួយប៉ុន្តែសូមឲ្យមានក្បាលពីរតមកស្ត្រីនោះបានទៅចាប់កំណើតក្នុងត្រកូលសេដ្ឋីត្រកូលព្រាហ្មណ៍ត្រកូលមហាក្សត្រជាមួយនឹងបុរសស្វាមីប៉ុន្តែជាកូនភ្លោះកុមារសម្រាលមុនជាបងសម្រាលក្រោយជាប្អូនកុមារទាំងពីរមានចិត្តស្រឡាញ់គ្នាយ៉ាងស្ម័គ្រស្មោះណាស់ឥតដែលទាស់ទែងខ្វែងគំនិតគ្នាឡើយតមកជាតិក្រោយទៀតកុមារទាំងពីរបានទៅចាប់កំណើតជាសត្វហង្សមាសក្នុងព្រៃហេមពៀនឯហង្សនោះមានដងខ្លួនជាប់គ្នាតែមួយតែមានក្បាលពីរបើចេញទៅរកស៊ីនៅទីណាក៏ស្រស់ចិត្តគំនិតគ្នាមិនដែលប្រឆាំងគ្នាឡើយសម័យមួយមានព្រានព្រៃម្នាក់ចេញទៅស្វែងរកបរបាញ់បក្សីក្នុងព្រៃបានប្រទះឃើញហង្សមាសមានក្បាលពីរនោះក៏នឹកឆ្ងល់ពន់ពេកទើបត្រឡប់មកផ្ទះវិញហើយបានឡើងក្រាបបង្គំទូលដល់ព្រះបាទពរាណសីអំពីដំណើរហង្សមាសក្បាលពីរនោះព្រះរាជាចង់ទតព្រះនេតសត្វចម្លែកនោះណាស់ទ្រង់បញ្ជាឲ្យព្រានព្រៃចាប់ហង្សមាសនោះយកមកថ្វាយទ្រង់នឹងព្រះរាជទានរង្វាន់ជាទីគាប់ចិត្តជាបំណាច់ឯព្រានព្រៃបានរកឧបាយចាប់ហង្សមាសនោះបានដោយបំណងទើបនាំយកមកថ្វាយព្រះរាជាទតឃើញក៏សពប្រតិណាស់បានព្រះរាជទានព្រះរាជទ្រព្យដល់ព្រានព្រៃហើយទ្រង់ប្រទានហង្សនោះទៅអគ្គមហេសីឲ្យចិញ្ចឹមបីបាច់ថែរក្សាតមកក្រោយទៀតព្រះរាជទេពីបានទូលព្រះរាជស្វាមីថាហង្សក្បាលពីរនេះគួរបំបែកចេញជាពីរមួយចិញ្ចឹមទុកទស្សនាក្នុងព្រះរាជវាំងមួយទៀតយកទៅទុកទស្សនានៅសួនសត្វសាធារណៈព្រះរាជាក៏ទ្រង់យល់ព្រមទើបទ្រង់ឲ្យប្រជុំអាមាត្យមុខមន្ត្រីគ្រានោះមានអាមាត្យម្នាក់មានបញ្ញាឆ្លៀសវៃបានក្រាបទូលថាទូលព្រះបង្គំអាចនឹងធ្វើហង្សនេះឲ្យទៅជាបក្សីពីរបានព្រះរាជាទ្រង់បានប្រគល់ហង្សមាសនោះឲ្យអាមាត្យនាំយកទៅគេហដ្ឋានរបស់ខ្លួនហើយបានទំនប់បំរុងហង្សក្បាលពីរដោយអាហារមានឱជារសឆ្ងាញ់ពិសាផ្សេងជាច្រើនថ្ងៃមួយអាមាត្យនោះត្រឡប់ពីគាល់ព្រះរាជាហើយបានចូលទៅរកហង្សមាសក្បាលពីរបាននិយាយខ្សឹបខ្សៀវដាក់ត្រចៀកហង្សខាងក្បាលហង្សម្ខាងហើយចេញទៅឯក្បាលហង្សម្ខាងទៀតបានឃើញអាកប្បកិរិយារបស់អាមាត្យនឹងសម្លាញ់ខ្លួនដូច្នោះក៏មានក្តីសង្ស័យទើបសួរថាសម្លាញ់អំបាញ់មិញអាមាត្យបាននិយាយខ្សឹបប្រាប់ការសម្ងាត់អ្វីដាក់ត្រចៀកសម្លាញ់សូមសម្លាញ់ប្រាប់ខ្ញុំផងឯក្បាលហង្សម្ខាងនោះបាននិយាយថាអាមាត្យបាននិយាយខ្សឹបខ្សៀវដាក់ត្រចៀកមែនតែមិនដឹងថាដូចម្ដេចឡើយក្បាលហង្សដែលសួរមិនព្រមជឿហើយតាំងនិយាយឌៀមដាមថាខ្ញុំទើបដឹងក្នុងថ្ងៃនេះថាអ្នកឯងគ្មានចិត្តស្រឡាញ់ស្មោះត្រង់ចំពោះរូបខ្ញុំទេឯខ្ញុំធ្លាប់ជឿទុកចិត្តយ៉ាងស្ម័គ្រស្មោះអស់កាលយូរអង្វែងទើបតែឃើញចិត្តមិត្តដ៏វាចវេក្នុងពេលនេះឯងឯក្បាលហង្សម្ខាងមិនអាចនិយាយឲ្យក្បាលហង្សម្ខាងទៀតជឿបានឡើយ
ហើយហង្សទាំងពីរក៏បាក់បែកប្រឆានឹងគ្នាតាំងពីគ្រានោះមកឯអាមាត្យនោះលុះកន្លងពី3ថ្ងៃមកបានសម្ដែងអាការៈដូចមុនខ្សឹបដាក់ត្រចៀកហង្សម្ខាងទៀតឯក្បាលហង្សទាំងពីរក៏កាន់តែបាក់បែកចិត្តគំនិតគ្នាកាន់តែខ្លាំងឡើងហើយបានជេរប្រតិចផ្ដាសាដាក់គ្នាទោសៈនៃហង្សក្បាលពីរកាន់តែផ្ទុះខ្លាំងឡើងលើកស្លាបទៅទះចឹកគ្នាទៅវិញទៅមកដោយកំហឹងយ៉ាងខ្លាំងកើតជាជម្លោះវិវាទគ្នាយ៉ាងឃោរឃៅបណ្ដាលឲ្យសរីរៈរាងកាយនៃសត្វទាំងពីរដាច់ចេញពីគ្នាជាពីរចំណែកឯអាមាត្យបានឃើញដូច្នោះហើយក៏ចាប់យកហង្សទាំងពីរទៅថ្វាយព្រះរាជាឲ្យទ្រង់ទតព្រះនេត្រព្រះរាជាទ្រង់ឆ្ងល់ណាស់ទ្រង់ត្រាស់សួរអាមាត្យក៏បានក្រាបទូលបានជ្រាបសពគ្រប់ទ្រង់ព្រះរាជទានព្រះរាជទ្រព្យជារង្វាន់ដល់អាមាត្យនោះហើយទ្រង់ឲ្យយកហង្សមួយទៅទុករក្សានៅសួនសត្វមួយទៀតទុករក្សាក្នុងព្រះរាជវាំងរបស់ព្រះអង្គព្រះបាទក្រុងពរាណសីទ្រង់បានសន្តាប់ហេតុដែលបណ្ដាលឲ្យហង្សបាក់បែកគ្នាលែងរួបរวมគ្នាជារូបមួយចិត្តមួយតទៅទៀតដូច្នោះក៏មានប្រតិសង្វែកនឹកអណោចអធមថាអោណោហង្សមាសក្បាលពីរខ្លួនតែមួយជាមិត្តគ្នាយ៉ាងស្និទ្ធមាំមួនណាស់ត្រូវគេញុះញង់បំបែកចេញហើយក៏ជឿស្ដាប់ចាប់អារម្មណ៍ចំពោះពាក្យញុះញង់នោះមេត្រីចិត្តស្និទ្ធស្នាលគ្នាក៏រលាយអស់ទៅដល់នៅភាពប្រេះឆាបាក់បែកគ្នាជ្រះស្រឡះទៅឯប្រជាជនក្នុងសកលលោកនេះខ្វះការត្រិះរិះពិចារណាមិនប្រើវិចារណញ្ញាណសមហេតុសមផលទេក៏នឹងដល់នៅការបែកខ្ញែកលែងសាមគ្គីរួបរวมជាមួយគ្នាតទៅទៀតដូច្នោះដែរបុគ្គលអ្នកប្រព្រឹត្តអំពើញុះញង់ចាក់ដោតអ្នកដតីឲ្យបែកបាក់សាមគ្គីភាពមានស្មារតីប្រៀបដូចសម្រាមចំណីភ្លើងកាលបើឃើញគេភ្លាំងភ្លាត់បន្តិចបន្តួចហើយក៏ខឹងធ្វើឲ្យកំហុសនោះកាន់តែរីកធំឡើងត្រាតែដល់នៅក្តីវិនាសខ្ទេចខ្ទីប្រៀបដូចវារីដែលជន់ជោហៀហូលើមាត់ច្រាំងទន្លេស្ទឹងបឹងទាំងឡាយតែងនឹងធ្វើឲ្យរុក្ខជាតិនានានៅនាឆ្នេរវិនិច្ឆ័យអន្តរាយទៅដូច្នោះដែរអ្នកបង្កក្តីញុះញង់គេតែងនឹងធ្វើខ្លួនឯងនិងអ្នកដទៃឲ្យបានក្តីវិនិច្ឆ័យដូច្នោះឯងកាលព្រះបាទក្រុងពរាណសីទ្រង់បានទតឃើញទោសកំហុសដែលកើតអំពីការញុះញង់ដូច្នេះហើយទើបទ្រង់ឲ្យចាប់ជនដែលប្រព្រឹត្តអំពើនេះចេញពីសង្គមជនហើយទ្រង់ឲ្យនិរទេសចេញចាកខេត្តដែនរបស់ព្រះអង្គហើយទ្រង់ប្រទានឱវាទដល់ប្រជារាស្ត្រថាទោះបីបាត់បង់ដល់អាយុជីវិតនរជនមិនត្រូវប្រព្រឹត្តអំពើបំបែកបំបាក់សាមគ្គីរបស់គេឡើយគប្បីធ្វើអំពើណាដែលនាំឲ្យមានសាមគ្គីធម៌ក្នុងសង្គមជនកិច្ចការអ្វីក៏បីត្រិះរិះមុនធ្វើអ្នកប្រាជ្ញទាំងឡាយតែងត្រិះរិះពិចារណាមុនធ្វើអំពើអ្វីមួយជានិច្ចការអ្វីដែលមិនទាន់បានពិនិត្យជាមុនទេលោកមិនដែលធ្វើទេជនណាដែលខ្វះការត្រិះរិះពិចារណាជាមុនហើយធ្វើឲ្យជននោះតែងបានទទួលលទ្ធផលក្តៅក្រហាយស្ដាយក្រោយមើលចុះសុវណ្ណហង្សខ្លួនតែមួយក្បាលពីរដែលបែកបាក់ដាច់ចេញពីគ្នាមួយគេរក្សាទុកក្នុងព្រះរាជវាំងមួយទៀតគេចិញ្ចឹមទុកក្នុងសួនចិញ្ចឹមសត្វព្រោះជឿស្ដាប់ពាក្យញុះញង់របស់អាមាត្យម្នាក់លែងមានមេត្រីចិត្តស្និទ្ធនឹងគ្នាតទៅទៀតឡើយក៏បីសេពគប់តែបយមិត្តដែលមានមេត្រីចិត្តស្មោះស្ម័គ្រត្រូវជៀសវាងអមិត្តឲ្យឆ្ងាយទៅក៏បីប្រព្រឹត្តតែធម៌សកុំសេពគប់ធម៌ខ្មៅឡើយបុគ្គលព្រោះសាពូជអ្វីទុកមុខជានឹងបានទទួលផលនៃពូជនោះយ៉ាងដូច្នោះដែរបុគ្គលសេពគប់ជនបែបណាជាមិត្តមុខជាលំទោនទៅតាមជនបែបនោះដែរដូច្នេះអ្នកមានប្រាជ្ញារើសសេពគប់តែជនល្អជាមិត្តមិនហ៊ានសមាគមជាមួយនឹងជនអាក្រក់ឡើយព្រោះស្លឹកឈើប្រើខ្ចប់ប្រហុកស្លឹកឈើនោះនឹងមានក្លិនអាសោចជាប់ទៅជាមួយផងការសេពគប់នឹងជនពាលជាមិត្តក៏មានទំនងដូច្នោះដែរស្លឹកឈើខ្ចប់គ្រឹស្នាស្លឹកនោះនឹងមានក្លិនក្រអូបផ្សព្វផ្សាយចេញការសេពគប់នឹងបណ្ឌិតនិងអ្នកសប្បុរសក៏មានទំនងដោយស្លឹកឈើខ្ចប់គ្រឹស្នានោះដែរជាទីអវសានព្រះរាជាទ្រង់ទូន្មានប្រជាជនឲ្យមានសាមគ្គីធម៌ព្រោះសាមគ្គីជាកម្លាំងមួយជួយការពារគ្រោះថ្នាក់អន្តរាយនានា
មានឧបមាដូចសុការៈចំនួនច្រើនហើយស្រស់ស្រួលមូលចិត្តគំនិតគ្នាអាចសម្លាប់ខ្លាសាហាវមួយបានហេតុនេះអ្នកទាំងឡាយកុំប្រមាទលះបង់សម្ដីញុះញង់ចាក់ដោតគ្នាលះបង់ចំនួនទាស់តែងខ្វែងគំនិតគ្នាហើយរួបរวมសាមគ្គីគ្នាដោយចិត្តស្និទ្ធគ្រប់ទិវារាត្រីអ្នកទាំងឡាយនឹងបានទទួលសេចក្តីសុខសុភមង្គលគ្រប់ទិវារាត្រីរៀងទៅហោងបាទរឿងពីរៀនសិរាជចប់ដោយសង្ខេបត្រឹមតែប៉ុណ្ណេះ